โดยการตัวทั่วเข้าเทรน ปีศาจโดยการตัวทั่วเข้าเทรน ปีศาจโดยการตัวทั่วเข้าเทรน បាទសូមជម្រាបសួរបាទប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីបាទ Gensburg Football Talk Show បាទជាពិសេសបាទគឺធ្វើបច្ចុប្បន្នភាពនិងសរុបជូននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលយើងចាប់ផ្ដើមតាំងពីថ្ងៃទី11មកម្លេះហើយថ្ងៃនេះបាទគឺពិសេសខ្លាំងណាស់បាទគឺទទួលបានភ្ញៀវកិត្តិយសម្នាក់ទៀតហើយបាទគឺលោកសិទ្ធនឋានហើយសុខសប្បាយទេបាទបងបាទជំរាបសួរបងបាទសុខសប្បាយឃើញការងារច្រើនណាស់เนาะបាទពិធីមិនទៅបាទគឺដូចជាមានសេចក្តីសុខហើយយប់មិញយ៉ាងមិនទៅបាទបារាំងបាទសេចក្តីសុខហើយព្រោះបារាំងខ្ញុំទាយលើកពៀនហើយឈ្នះជាប់គ្នានិយាយទៅប្រកួតដែលមិនត្រូវយកបន្ទុកក៏យកដែរណាបាទអញ្ចឹង100%ហ្មង 100% win ហ្មងបារាំងយើងមិនអាចនិយាយ 100% បានអ្វីៗក៏ដោយយើងទុកផ្លូវក្រោយខ្លះប៉ុន្តែយើងចង់និយាយថាជំរុះហ្នឹងគាត់ឈ្នះ 100% ហើយជំរុះនេះទៅហើយបាទ3ប្រកួតគាត់អត់មិញអត់ឈ្នះក៏ទៅដែរតែឈ្នះទៀតឈ្នះឲ្យថាតមាត់លេងបានហ្មងខ្ញុំឆ្ងល់បារាំងហេតុអីក៏មិនលាក់ខ្លះណាដូចកំពីមានទាំងប្រមាណបើកឲ្យគេមកនៅថានេះខ្ញុំអញ្ចេះមែនទេបាទកណ្ដាឋានតិចហ៎បាទ26នាក់ហ្នឹងដឹងតែណាគេអន់វាអត់មានអន់សោះហើយអ្នកដែលមិនជាប់ហ្នឹងគឺល្អទៀតឥឡូវដូចជាកីឡាកររៀលម៉ាឌ្រីតអីនេះអីគេវិនហ្កាហ្នឹងហើយហើយមួយទៀតអូរលៀននេះមកហើយអូរលៀនរបស់រៀលដែរមកជាប់ហើយហ្នឹងហ៎
រៀនឆ្វេងអាមេនីជាប់តា ជាប់ហ៎ ជាប់ ចើការមានការប៉ុណ្ណឹងឲ្យធ្លាក់យើងគិតមើល ថាអញ្ចឹងបានថាខ្ញុំឆ្ងល់ថាឥឡូវយើងទៅកលេចមើលក្រុមផ្សេងខ្ញុំឃើញអ្នកខ្លះគេរៀងលាក់លាក់តិចតែបារាំងអត់មានទេគាត់ទៅបើកសភៅមកអានយកមកអត់ បន្ មាន តែ ថា គេនិយាយថាចេះតាមពិតទៅយប់មិញអត់ចង់ស៊ីទេប៉ុន្តែដើម្បីជាឧទ្ទិសទៅដល់លោក Didier Deschamps ដែលលោកកាន់ទុកហ្នឹងមិនអាចស្លាប់ហ៎ អូ អូហើយអញ្ចឹង assistant របស់គាត់បាទគឺលោក Stephen ហ្នឹងគឺដឹកនាំ បាទ យប់មិញគាត់អត់មានមកទេគាត់ទៅបនម៉ាក់ អូ បនម្ដាយស្លាប់ណា អូគាត់ហោះទៅវិញ បាទគាត់ហោះទៅវិញបាទគឺយប់មិញដឹកនាំដោយលោក Stephen ទេបាទគឺ បាទ assistant របស់គាត់ បាទ អញ្ចឹងគាត់ស៊ីទៅដើម្បីឧទ្ទិសឲ្យគាត់មានកម្លាំងចិត្តត្រឡប់មកវិញបាទគាត់ធ្វើបនម៉ាក់ឲ្យគាត់ត្រឡប់មកវិញហ៎ អូ បាទ យូ ចឹងហើយបានដេមបេលេនឹងជូនគ្រូហ្មងដាក់3គ្រាប់ជូនគ្រូដេសំ អត់មានទេត្រូវគេទុក បាទ ទុកដេមបេលេទុកអីហ៎ អត់មាន អត់ទុកទេអត់មាន ខ្ញុំ ទុកទេ មិនអត់មានដឹងរឿង បារាំង ម្ដាយ បាទបារាំងលាក់ ខូចអីចឹង បង Norway គឺគាត់ដូរ10នាក់ បាទ ដូរកីឡាកររួមមាន Haaland ផងដែរអញ្ចឹងណា បាទ បាទតែបារាំងអត់មានទេបាទគាត់ឧទ្ទិសទៅដល់លោក Didier Deschamps ហើយ បាទ តិចបារាំងអាចដូចប្រេស៊ីលនិងអាល្លឺម៉ង់ទៅចេះឥឡូវយើងមើលបារាំងលោកបានទៅ World Cup ដាច់ព្រាត់2ដងហើយ បាទ 2018និង2022មែនទេ បាទបាទ ប្រេស៊ីលណាគាត់ទៅ3ដងជាប់គ្នាដែរគឺ94គាត់ឈ្នះអ៊ីតាលី98ចាញ់បារាំង2002គាត់ឈ្នះអាល្លឺម៉ង់ ឈ្នះអាល្លឺម៉ង់ បាទ បាទ ហើយអាល្លឺម៉ង់82គាត់ចាញ់អ៊ីតាលី86គាត់ចាញ់អាសង់ទីនហើយ90គាត់ចាញ់អ៊ីតាលីចាញ់អាល្លឺម៉ង់អាល្លឺម៉ង់គាត់ឈ្នះអត់ទេចាញ់2គាត់ឈ្នះ1 90គាត់ជើងឯកដែរ90គាត់ឈ្នះហើយអាសង់ទីន1-0នៅបែបផ្ដាច់ព្រាត់ដល់ឆ្នាំ86គាត់ចាញ់អាសង់ទីនហើយ82គាត់ចាញ់អ៊ីតាលីអញ្ចឹងបារាំងអាចទៅ3ដងជាប់គ្នាអញ្ចឹងដែរក្នុងប្រវត្តិសាស្ត្រ World Cup គឺមានប៉ុណ្ណឹងមានប្រទេសពីរហ្នឹងបារាំងអាចបង្កើតទេមើលទៅណាថាន សម្រាប់ខ្ញុំមើលទៅការប្រកួតទាំង3ប្រកួតហ្នឹងគឺអត់មានអីមកឆ្ងល់ទេបាទបារាំងនឹងទៅហ្មងបារាំងនឹងទៅមុខស្រួចឆ្លែមតែហ្មងបាទអត់មានអ្នកណាទប់គាត់បានទេបាទគាត់ថាយើងមើលទាំង3ប្រកួតអត់មានអ្នកណាទប់បានទេអញ្ចឹងជាក់ស្ដែងចូលដល់32ប៉ះអីបាទអានឹងយើងមើលទៀតថាបារាំងលើកលែងអីអត់ទេវាអត់មានលើកលែងទេទេមានក្រុមផ្សេងលើកលែងនៅក្នុងវគ្គចែកពូល បាទ យើងមើលភ្នែកចឹងមកណាប៉ុន្តែបារាំងមិនបានលើកលែងទេបារាំងគឺចង់បង្កើតកំណត់ត្រាដូចបងមានប្រសាសន៍នេះហើយគឺឡើងដល់វគ្គផ្ដាច់ព្រាត់ជាប់ អាច គ្នា ថាឈ្នះទាំងអស់ប្រការប្រកួតលើកពីនបណ្ដោយ អញ្ចឹងហើយ បាទឧទា បើ ហរ ឈ្នះ ណ៍ណាអត់មានចាញ់មកប្រកួតណាបាទគឺចង់កំណត់ត្រាថ្មី អរគុណឥឡូវយើងចូលប្រធានបទយើងហើយចាំចូលទៅបារាំងទៅក្រោយចឹងណាបាទថាថាយើងចូលនិយាយរឿងនេះរឿងអីគេកឹបវេកាន់កាប់វេហ្នឹងកាន់រដ្ឋានមកលើកទី1ក៏និយាយពីកាប់វេហ្នឹងដែរឥឡូវយើងមើលពូល H អំបាញ់មិញនេះដែរដែលត្រូវចាប់ព្រឹកមិញណាពូល H មានអេស្ប៉ាញជើងឯកឆ្នាំ2010អ៊ុយរ៉ូហ្គាយជើងឯក2ចំនួនហើយកេបវេជាមួយនឹងអារ៉ាប៊ីសាអូឌីតឥឡូវយើងមើលកេបវេបន្តិចមើលកេបវេហ្នឹងខ្ញុំមើលទៅយប់មិញហ្នឹងប្រជាជនមានចំនួន525000នាក់ បាទ កន្លះលានទៅកោះ បាទ គឺគាត់ធំទី2បន្ទាប់ពីកូរ៉ាសាវអញ្ចឹងត្រូវឯងមើលបាទគាត់ ត្រូវហើយបងត្រូវហើយ 525000នាក់ទេឥឡូវហ្នឹង3ប្រកួតអត់ចាញ់តែនាទីតែស្មើទាំង 3 ស្មើទាំង 3 បាទ ស្មើឡើងហ្មង ឥឡូវនេះគឺឈរនៅលេខ2ក្នុងពូល H ទៅហើយទៅវគ្គ32ក្រុមចុងក្រោយហើយហើយទៅជួបជាមួយនឹងអាសង់ទីនបាទហើយកាប់វេនេះគេបានកត់សម្គាល់ថាជាប្រទេសអាហ្វ្រិកដំបូងគេដែលចូលរួមប្រកួតបាល់ទាត់ World Cup ហើយបានឈានទៅប្រកួតវគ្គ Knockout Stage បន្ទាប់ពីហ្គាណាធ្លាប់ធ្វើបានកាលពី20ឆ្នាំមុនគឺនៅអាល្លឺម៉ង់2006 កាលណាចូលលើកដំបូង បាទចូលលើកដំបូងបានទៅជុំទី2ដែរឥឡូវនេះកេបវេរបស់នាថានេះទៅហើយចង្អេងគេសុទ្ធអត់ចូលមិនឬយ៉ាងម៉េចបាទឆ្ងល់ដែរនេះខ្ញុំសរសើរអ្នកចាំទីរបស់កាប់វេបាទដែលគាត់ Virginia ដែលគាត់ វ័យ40ហើយ បាទទឹកភ្នែកទឹកសបោកាលពីប្រកួតទី1ចាប់ទប់ជាប់ជាមួយអេស្ប៉ាញយំស្រែកថាអត់ឲ្យវីសាមកម្ដាយឥឡូវម្ដាយមកគាត់ម្ដាយមកកម្លាំងចិត្តទៅទុំទៀតបាទកម្លាំងចិត្តទៅទុំទៀតទប់ជាប់ជាមួយក្រុមបាល់ទាត់នៃអ៊ុយរ៉ូហ្គាយបាទមានគ្រាប់បាល់ទៀត មានគ្រាប់បាល់ទៀត 2គ្រាប់ទៀត បាទហើយមកដល់នេះអារ៉ាប៊ីសាអូឌីត
បងអើយសុទ្ធដូចទឹកបាក់ទំនប់អារ៉ាប់សុទ្ធដូចទឹកបាក់ទំនប់ចឹង ពីសាឌីតដែរ បាទ គេចង់នេះដែរ អារ៉ាប់គេចង់ឡើងដែរ ចង់ឡើងដែរ ពីហ្នឹងអ្នកណាឈ្នះគឺឡើងទៅ បាទព្រោះថាអារ៉ាប៊ីសាឌីតគាត់ត្រៀមលក្ខណៈពីហ្នឹងទៅហើយ2034គាត់ធ្វើជាម្ចាស់ផ្ទះ បាទ បាទគាត់ធ្វើជា host បាទ បាទ គឺសម្រាប់អារ៉ាប៊ីសាឌីតហើយពួកគាត់លេងសមួយរ៉ូណាល់ដូលេងអីដែរហ្នឹង ជុំមិនឃើញគេមានប្រវត្តិឈ្នះអាសង់ទីន បាទ បាទនេះបើសិនតែយើងអានសភៅប្រឡោមលោកណាក្រុមបាល់ទាត់អារ៉ាប់ប៊ីសាអូឌីតបានបើកកាវវាលុកបុកធ្លាជញ្ជាំងបុកអស់ហើយលបើកទ្វារខ្ទេចអញ្ចឹងហើយប៉ុន្តែកងទ័ពរបស់កាប់វាបានឈររៀបរៀងមិនឲ្យចូលរួចទេដល់តយបងហើយទីបំផុតគឺបុកអត់ធ្លាយរងចាំអ៊ុតមើលអ៊ុយរហ្គាយ ចាញ់ទៀត បុកអាចុងក្រោយអេស្ប៉ាញបើកឲ្យលេងមកសបាយអត់ឈ្នះអូយប្រវត្តិសាស្ត្រហើយបង ឥឡូវនេះបាទគឺកាប់វែក្នុងនាម runner up លំដាប់ទី2ក្នុង pool H ណោះ បាទ ប៉ុន្តែអ្វីដែលសោកស្ដាយគឺអ៊ុយរហ្គាយឬយើងថាយូរហ្គាយ ប្រទេសដែលមានគេហៅថាប្រវត្តិចាស់ទុំបាល់ទាត់រៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងឆ្នាំ30ទទួលបានជើងឯកដល់ទៅ2ដងឆ្នាំ50អីចឹងណា ឆ្នាំ30ឈ្នះអាសង់ទីនឆ្នាំ50ឈ្នះប្រេស៊ីល បាទឆ្នាំពេលស៊ីម្ចាស់ផ្ទះទៀតបាទគឺធម្មតាបាទ ហើយមិនយើងអត់បន្ទោសនេះទេតែជាវាសនារបស់អូរ៉ាហ្គាយមានឱកាសចាប់ផ្ដើមប្រកួតទី1ប្រកួតទី2ជាមួយប្រទេសដែលគួរយកបន្ទុកបាន Cape Verde ជាមួយអារ៉ាប៊ីសាឌីតយកអត់មែនហើយទៅផ្សងព្រេងមួយអេស្ប៉ាញមិនយ៉ាងម៉េច តែអ៊ុយរហ្គាយខ្ញុំគិតថាវាមិនដូចសម័យ2010 2014នៅប្រេស៊ីលទេខ្ញុំមើលគាត់ទៅចុងក្រោយដូចជាអ្នកចំនួនថ្មីមកប៉ុន្តែឡើងមិនសូវស្រួចទេបាទដូចជា Diego Godin ខ្សែការពាររបស់ Atletico Madrid ដូច Suarez ដូច Diego Forlán សម័យមុនណាសម័យមុនដូចមុតទេឥឡូវដូច30ហ៎30 ណូណេវិញខ្ញុំមើលដូច David Nunez អីដូចនេះ ហ្នឹងហើយបាទ Nunez ខ្សែប្រយុទ្ធហើយឥឡូវក្រខ្សែប្រយុទ្ធទៀតមានតែ Nunez ហ្នឹងមួយទេមើលប្រយុទ្ធប្រអប់មើលតំណងគេដែលឡាគ្រូសនោះគាត់បានជ្រួលជ្រាលមានធ្វើអី បិនតុងកមកពីស្ពឺនេះរៀងគ្រាន់បើដែរមើលទៅគាត់មិនប្រយុទ្ធទេបំរើទេតែនិយាយមកកណាត់លើប្រយុទ្ធអត់ដល់ចំនួន Cavani Luis Suarez ហើយនឹង Falkland ទេកាលពី2010ហ្នឹងបាទឡើងដល់លេខ4ណាបាទលេខ4បាទហ្នឹងហើយខ្សែប្រយុទ្ធអន់ខ្ញុំឃើញម្នាក់អារ៉ាយ៉ូ បាទរ៉ូល្អគាត់ប្រឹងដែរនិយាយទៅមានតែគាត់ម្នាក់អីខ្ញុំឃើញអារ៉ាយ៉ូដូចមក Benfica ឬក៏មក Barca Sporting Lisbon អារ៉ាយ៉ូល្អបើសិនជាមានអ្នកប្រហែលអារ៉ាយ៉ូយប់មិញព្រឹកមិញនេះមានតែ2នាក់ក៏បានដែរប៉ុន្តែដល់ពេលគាត់ម្នាក់ឯងគាត់អត់កើតទេគាត់ហត់គាត់នឿយតាមប៉ារ៉ូខូហ្នឹងគាត់ខ្សែកាពីឆ្វេងទេគាត់ជួយមកជួយលេងឯអូជួយថែមចំនួនលើសថែមចំនួនលើសកាតក្រហមកាណូបយ៉ូហ្នឹងអញ្ចឹងដែរគាត់ចង់ឈ្នះគាត់បុកតាំងពីតង់ទី1អញ្ចឹងតង់ទី2កាតក្រហមតើកាតក្រហមបដ ដោយ direct ហ្មងព្រោះគាត់អារម្មណ៍របស់គាត់វាជ្រុលពេកចូលច្បល់បាទកាចណាស់លូកក្រោមលូកមុខលូកក្រោយលូកមុខហ្នឹងមិញនេះអេស្ប៉ាញលេងអត់អស់ផងណាអត់ទេអេស្ប៉ាញលេងចាំតាតាណាជាមួយនឹងអូរ៉ាហ្គាយអត់បុកមកតំហឹងទេបាទរទ្ធីនៅក្នុងការរៀបចំរបស់គណៈកម្មការរៀបចំការប្រកួតណាត់ដំបូងនៃពូលទាំងអស់គឺម៉ោងស្មើគ្នាគេអត់ឲ្យ match fixing ណាអ្នកខ្លះអាចធ្វើចឹងបានណាអាចសេរីបាទ match fixing គិតលទ្ធផលបាទនោះគឺអត់ឲ្យធ្វើបានទេរកចុងមើលអេស្ប៉ាញប៉ុន្តែអេស្ប៉ាញដូចជាខ្ញុំដំបូងខ្ញុំដាក់គាត់ hot favorite ឥឡូវដល់លេខ2 3ប្រកួតហ្នឹងមកខ្ញុំមើលទៅដូចជាអត់សូវពុះ control ឬក៏គេទុកវគ្គក្រោយទៅនាទីនោះអេស្ប៉ាញតាមខ្ញុំមើលបើប្រៀបធៀបមួយបារាំងណាបាទអេស្ប៉ាញខ្ញុំទាយដែរលេខ2បន្ទាប់ពីបារាំងបាទនឹងលេខ3អាសង់ទីនតាមលំដាប់ដែលខ្ញុំគិតថាឈ្នះពានតែអេស្ប៉ាញបើនិយាយពីប្រយុទ្ធប្រអប់ស្ទើរជាងបារាំងអញ្ចឹងហ៎បាទបារាំងមានប្រយុទ្ធប្រអប់ច្រើនណាស់បើអឹមបាប៉េតែមួយគាត់ប្រយុទ្ធប្រអប់ក៏បានគាត់ចេញមកក្រៅប្រយុទ្ធវាស្លាប់ក៏បានបាទនៅមានមកគូធូរ៉ាំនៅមានអីទៀតបាទមិនទាន់ដាក់លេងអស់ផងនៅច្រើនណាស់តែបើអេស្ប៉ាញមានតែមីកេអាយ៉ាសាបាល់អាយ៉ាសាបាល់មួយហើយគាត់បនចេញពីបម្រើប្រយុទ្ធដែរហ្នឹងអូបាសាបាល់ព្រឹកមិញឃើញលេងអត់ហើយនឹងមានខ្សែប្រយុទ្ធចាស់មួយទៀតរបស់ Celta Vigo Iglesias បូខា Iglesias តែគាត់វ័យជ្រេហើយតដិតកីឡាកររបស់ Leverkusen ណាបាទហ្នឹងគេហៅប្រយុទ្ធបំរុងពីអាយ៉ាសាបាល់ទេប៉ុន្តែចេះប៉ុន្តែឋានយើងមួយចរិតអេស្ប៉ាញមួយកាលខ្ញុំនិយាយខ້ອຍរទ្ធីអីឋានជួយកែខ្ញុំផងអេស្ប៉ាញនេះនៅក្នុងនិយមន័យបាល់ទាត់របស់អេស្ប៉ាញណាគូណាក៏ដោយក្រុមណាក៏ដោយគឺគាត់ ball position លើសពី 50% ការជួបមួយដៃគូមែនអញ្ចឹងអត់ហ្នឹងបាល់អេស្ប៉ាញដូចបាល់បាសេឡូណាបាទបាល់បាសេគឺបាល់លេងខ្លីហើយ ball position ច្រើនលេងមួយអេស្ប៉ាញងាយបានបាល់អញ្ជើងទេមិនងាយទៅដើមបាល់ពីគាត់បានទេ
ប៉ុន្តែព្រឹកមិញនេះខ្ញុំសង្កេតឃើញអូខេ ball position ច្រើនប៉ុន្តែអាលក្ខណៈមួយគេហៅក្បាច់ទីគីតាកោអត់សូវមានទេគាត់ប៉ងមកក្រោយពីព្រោះអ៊ុយរ៉ុកាយគេឈរកាត់គេឈរចាំកាត់អាក្បាច់ខ្លីហ្នឹងមិនសូវលេងហើយចេតនារបស់គាត់ទៀតខ្ញុំគិតថាអញ្ចឹងបាទចេតនាយូរឆក់មួយខ្ញុំឃើញអី Ferran Torres មកសុទ្ធដូចមិនចង់ហ្នឹងទេសុទ្ធបាល់អញ្ចឹងអត់ចូលស្មើយើងគិតមើលបាទបាល់ដាច់មួយស្មើអញ្ចឹងហើយបើសិនជាបាល់ហ្នឹងត្រូវការគ្រាប់ខ្លាំងបាទអវិបដិសេរីណែរដ្ឋីខ្ញុំថាអឺរ៉ុបនេះល្បិចកិច្ចកលខ្លាំងពួកអឺរ៉ុបនេះហើយអ្នកដែលជឿពុកម៉ែយើងដូចថាទោះទាយលេងដាក់កាទៀវដាក់កាហ្វេអីពិបាកចិត្តណានៅអឺរ៉ុបមានបារាំងមួយជាត្រួយអញ្ចឹងបារាំងមិនគល់ឲ្យបងប្អូនយើងទៅអត់ចិត្តណាបារាំងចង់និយាយស្មោះត្រង់ស្មោះត្រង់បាត់ណាបាត់នឹងតែក្រៅនឹងល្បិចពេញខ្លួនឡងលេនោះក៏ល្បិចដែរអេស្ប៉ាញអាល្លឺម៉ង់សូល្បិចខ្ញុំចង់និយាយដើមបន្តិចណាអង់គ្លេសនេះណាបាទការប្រកួតលើកទី2គាត់ស្មើកាណាលើកទី1គាត់ឈ្នះក្រូអាតលើកទី2នេះស្មើរហូតតាំងពី Euro 2020ណា World Cup 2022បាទគឺ2026នេះ4ដងរដ្ឋីឲ្យតែប្រកួតលើកទី2គឺស្មើរហូតគាត់លើកទី2ក្នុងពូលក្រុមពីក្នុងពូលគឺអញ្ចឹងហ្មងមិនគ្រូគ្រាណាមកដាក់បានទេអូអានេះគេមានគម្ពីរគេចាខ្ញុំគិតថាបើសិនជាយើងយកមកបកាច់យកលុយយកឲ្យខ្ញុំអត់យល់ទេខ្ញុំឆ្ងល់ហ្មងគ្រូផ្ដាំទៅទេបើយើងឈ្នះប្រកួតទី1ប្រកួតទី2យើងត្រូវតែស្មើបាទហើយអាទី3មិនអាមិនទៅយើងគាត់ហើយហ្នឹងហើយចាមកហ្នឹងហើយអញ្ចឹងវាយ៉ាប់អញ្ចឹងឥឡូវខ្ញុំមើលឲ្យតិចថានេះខ្ញុំបានណូតមកណាខ្ញុំម៉ូតឲ្យទស្សនិកជនស្ដាប់បាទកាលពី Euro 2020 ស្មើនឹងដាណាម៉ា0-0ហ្នឹងប្រកួតលើកទី2ក្នុងពូលណាបាទWorld Cup 2022ស្មើសហរដ្ឋអាមេរិក0-0ដែរប្រកួតលើកទី2ចាំទេ Euro 2024ស្មើនឹងដាណាម៉ា1-1បាទហើយឥឡូវនេះបាទគឺ World Cup 2026ប្រកួតលើកទី2មួយហ្គាណានេះគឺ0-0ទៀតនេះចាក់ចកេះយកលុយអីមិនគាត់សម្គាល់ចាក់ចកេះយកលុយខ្ញុំអត់ទេខ្ញុំអត់មានបានចាំទៅគប់ថ្ងៃខ្ញុំទៅណាក៏ខ្ញុំទៅរកដែរខ្ញុំស្អប់ខ្ញុំតាមដានគាត់ខ្ញុំឲ្យអស់ជំនឿហើយអើបងនៅក្នុងបេះដូងខ្ញុំឡើយនៅក្នុងបេះដូងខ្ញុំឡើយចុះយើងធ្វើ Premier League នោះរាប់រយរាប់សិបឆ្នាំហើយលេងមកឲ្យតែជំរឿជាតិអង់គ្លេសធ្វើឲ្យយើងងឹតមុខចឹងបងបាទលេងចោលមកល្បិចកិច្ចកលពិបាកហើយធ្វើម៉េចបើគាត់ជាប់ហើយសារព័ត៌មានចេញមកមួយខាងគ្រូអាបធ្មប់បោកកាណានឹងទាញជើង Harry Kane មិនឲ្យបានទេត្រូវអំពើហ្មងត្រូវអំពើហ្មងដាក់អ៊ុមិនដឹងថាឲ្យ Kane សុទ្ធចូលកុំឲ្យលេងខ្ញុំនិយាយលេងព្រោះទៅគេដឹងអស់ហើយមិនដឹងថាបុកវាលៀមនៅទីក្រុងឡុងនឹងឡើងហាងឆេងយ៉ាងម៉េចទេមើលទៅស្អប់អញ្ចឹងតាបាទហើយដល់ពេលជន់ទៅល្បីគ្រូបាទល្បីគ្រូកាន់ណាយណានោះអញ្ចឹងទៅទំនឹបដល់កទំនឹបដល់គ្រូកាន់ណាមើលចេញមកក្រោយមកคลิปទៀតហ្នឹងបាទគាត់ថាចេះប្រកួតក្រោយមិនកាន់ណាប៉ះបាទគ្រូអាតបាទគ្រូសិលហ្នឹងគាត់ថាគាត់ច្បាស់ 100% កាណានឹងឈ្នះគ្រូអាត 2-0 ហើយបើសិនជាកាណាអត់ឈ្នះគ្រូអាតគាត់លេងប្រពន្ធគាត់ចោលខ្ញុំថាចំនេះមិននិយាយណាគាត់យកប្រពន្ធធ្វើដើមទុនមកហើយប្រពន្ធគាត់ខុសអីបាទដើមទុនបាទអូយអានេះយើងគាត់លេងសើចអត់ទេណាឃើញវីដេអូឃ្លីបខ្ញុំថាចំខ្ញុំអត់សូវយកមកនិយាយខ្ញុំយកនិយាយថាលោក Michael មួយឯងលោក Jaime Puno ជនជាតិប្រេស៊ីលហ្នឹងគាត់ទាយថាប៉ុកទុយហ្គាល់ហ្នឹងជាមួយខ្ញុំមើល performance ប៉ុកទុយហ្គាល់លើកទី2យ៉ាងម៉េចដែរណោះបាទចាំមើលបាទគាត់ថាប៉ុកទុយហ្គាល់លេខ1បារាំងលេខ2ហើយប្រទេសគាត់ឈរនៅលេខ6គ្រូហ្គាណាហ្នឹងក៏គាត់ទាយថាប៉ុកទុយហ្គាល់អញ្ចឹងឈ្នះពានដែរគាត់ថាគាត់មើលឃើញហើយហើយអញ្ចឹងរ៉ូណាល់ដូនិងប៉ុកទុយហ្គាល់គឺលើកពានគាត់និយាយអញ្ចឹងឥឡូវយើងចាំស្រាប់គាត់បើគាត់ឥឡូវនៅឋានលៀងសរុបទៅនៅក្នុងពូល H នេះអេស្ប៉ាញលោកឡើងទៅហើយបាទមួយកាប់វែជួបមួយអាសង់ទីនអេស្ប៉ាញជួបអីគេចាំមើលសិនចាំមើលតិចសិនកាប់វែជួបខ្មោចបាត់បាទកាប់វែជួបមួយអាសង់ទីននៅឋានកាប់វែជួបខ្មោចជប៉ុនជួបព្រាយបាទកាប់វែជួបជាមួយនឹងអាសង់ទីនបាទកាប់វែជួបជាមួយនឹងអាសង់ទីនបាទកាប់វែបាទជួបអាសង់ទីនបាទកាប់វែជួបអាសង់ទីនបាទគឺអេស្ប៉ាញជួបជាមួយនឹងអូទ្រីសអានៅអឺរ៉ុបដូចគ្នាទេបាទគឺឲ្យជួបឲ្យហើយទៅបាទអេស្ប៉ាញជួបអូទ្រីសព្រោះអូទ្រីសលេខ4អូទ្រីសលេខ2លេខ2បាទអូទ្រីសលេខ2
បាទ តែអត់តន់ចប់ទេបងអត់តន់ចប់ទេតែបើគិតត្រឹមពេលហ្នឹងអូទ្រីសតែវាអាចប្រែប្រួលអាចប្រែប្រួលឥឡូវដូចយប់មិញនិយាយកាត់តិចចោះបាទយប់មិញខ្ញុំដាក់គូក្រុមល្អលេខ3គឺ Scotland ហ្នឹងណាគឺត្រូវចាក់ចេញហើយដោយសារ Senegal លុតអ៊ីរ៉ាក់នេះ 5-0 បាទអញ្ចឹងលេខ3ហ្នឹងទៅបានទៅ Senegal វិញហើយបាទ Senegal ចាញ់2 ដងប៉ុន្តែគាត់ឈ្នះ1 ដងបានដល់15 គ្រាប់ Scotland គាត់ឈ្នះតែ 1-0 ហៃទីអញ្ចឹង Senegal នៅមានសង្ឃឹមណាសង្ឃឹមហើយលេខ3ហើយបាទលេខ3ហើយបាទលេខ3ហើយ Senegal ហ្នឹងអាឡម៉ង់ជួបប៉ារ៉ាហ្គាយនេះបាទបារាំងស៊ុយអែតស៊ុយអែតណាអាហ្វ្រិកកំពុងប៉ះកាណាដាធូទៀតអាហ្វ្រិកកំពុងរៀងមានកន្លះអ៊ុតទៀតតែហូឡង់ម៉ារ៉ុកកូមិនដឹងទេហូឡង់នៅម៉ារ៉ុកណាហើយជប៉ុនប្រេស៊ីលមិចស៊ីកូជួបសេនីហ្គាល់បាទសេនីហ្គាល់ដែលយកបានអាហ្នឹងយើងមើលចឹងសិនណាបាទហើយបូស្នីជួបជាមួយនឹងអាមេរិកម្ចាស់ផ្ទះចំណែកអេក្វាដ័រជួបជាមួយនឹងអង់គ្លេសគេដាក់ឲ្យអញ្ចឹងណាហើយអេស្ប៉ាញជួបលេខ2ពូជេបាទគឺអូទ្រីសបាទអូទ្រីសតែមិនតាន់ប្រកួតផងបាទមិនតាន់ប្រកួតទេហ្នឹងហើយគេដាក់អញ្ចឹងហើយណាបាទហើយអាសេរីនេះលេខ3ល្អជួបជាមួយនឹងស្វីសលេខ1ក្នុងពូល B ហើយកូឡុំប៊ីនេះលេខ1ក្នុងពូល K អាចជួបក្រូអាតលេខ3ហើយបាទអញ្ចឹងណាបាទហើយប៉ុកតូហ្គាល់លេខ2ជួបនឹងហ្គាណាហើយជុំទី2បាទហើយចុះអេស៊ីបបងអេស៊ីបជួបជាមួយនឹងកូរ៉េខាងត្បូងដែលយើងសង្ឃឹមថាតិច 25% តើយើងរងចាំលទ្ធផលគូនេះអេស៊ីបឥឡូវនេះពុកលេងយើងនឹងអាចនិយាយបាទយើងអាចនិយាយនៅពេលក្រោយនេះណាកំពុងតែស្មើគ្នាជាមួយអ៊ីរ៉ង់បាទហើយបែលសិចដាក់2បាត់ហើយនេះដាក់2បាត់ហើយបែលសិចហក់ទៅលេខ1ហើយបាទអត់ទេបែលសិចនៅលេខ2ឯងពួកគ្រាប់បាល់ស្មើមួយអេស៊ីបសិនហើយទៅដល់ពេលគិត head to head បាទស្មើទៀតបាទស្មើគ្នាទៀតបាទអញ្ចឹងនេះខ្ញុំកំពុងបារម្ភជាងគេបារម្ភបើសិនជាអញ្ចឹងទៅអ៊ីរ៉ង់កំពុងឈរលេខ3គេគ្រាប់ផលសងគេ0តម្លាក់កូរ៉េខាងត្បូងមកប្រកាន់ហ្នឹងហើយចាំមើលហ្នឹងអញ្ចឹងកូរ៉េ20ហ្នឹងហើយបាទខ្ញុំ20អញ្ចឹងកូរ៉េខាងត្បូងបាទគឺត្រូវធ្លាក់ត្រូវអ៊ីរ៉ង់ទៅឈរនៅកន្លែងគាត់ហើយបាទអញ្ចឹងកូរ៉េត្បូងមកដល់កម្មទី7ហើយនេះចំណោមក្រុមលេខ3ល្អមកដល់កម្មទី7ហើយនេះអញ្ចឹងបាទគឺហើយបើគាត់ដល់កម្មទី8អានឹងនៅសល់មកដង្ហើមចុងក្រោយពូលក្រោយគេលេងគេឡើងទៅពងលើគាត់ឬក៏គ្រាប់បាល់លើគាត់ចប់បដោយទៅឆ្លងមកយប់នឹងទៀតដល់ឥឡូវងាយស្រួលជាងឯណាឋានមើលលក្ខន្តិកៈនៅក្នុង FIFA នេះគឺhead to head គិតទី1 goal difference បាទ goal difference ទី2បាទគិតគ្រាប់បាល់ណាបាទគិតបន្តមកអញ្ចឹងយើងមើលទៅណាអាសង់ទីនជួបជាមួយនឹងCape-Verde នេះតិចមិនទៅបាទតែខ្ញុំនិយាយរឿងមួយឲ្យនឋានស្ដាប់ដល់នឋានកើតបែរនឋានតន់ហើយបាទនិយាយមិនតន់មិនប៉ាបានតន់កាលពីការប្រកួតបាល់ទាត់ផ្នែកវិញ្ញាសាបាល់ទាត់ទេប៉ុន្តែការប្រកួតកីឡាអូឡ িম্প ពិកឆ្នាំ1996នៅទីក្រុងអាឡាន់តារដ្ឋច័រជាសហរដ្ឋអាមេរិកដែលអាមេរិកធ្វើជាម្ចាស់ផ្ទះណាបាទគឺអាសង់ទីនហ្នឹងគឺទៅ Final Game ហើយក្រុមអាហ្វ្រិកមកមួយគឺនីសេរីយ៉ាបានមកប្រកួតផ្ដាច់ព្រាត់ដែរនៅក្នុងពិភពលោកនេះគ្មានអ្នកណាមើលឃើញនីសេរីយ៉ាក្រុមមកពីអាហ្វ្រិកទេតែចុងបញ្ចប់ក្រុមអាហ្វ្រិកបានយកឈ្នះអាសង់ទីន2-1ធ្វើឲ្យកីឡាករនោះយំមិនលឺស្រែកក៏មិនលឺយំក៏មិនចេញដែរវាចឹងអាហ្វ្រិកណាអាហ្វ្រិកជាឆ្អឹងកដែរណាជាឆ្អឹងកងដែរអាហ្វ្រិកណាកម្លាំងណានិយាយទៅអាសង់ទីនហ្នឹងគឺអាឡែស៊ីជាមួយនីសេរីយ៉ាបាទហើយអាឡែស៊ីជាមួយអាហ្វ្រិកទៀតណាអាឡែស៊ីជាមួយអាហ្វ្រិកទៀតណាអូអញ្ចឹងកាប់វាអាហ្វ្រិកនេះអាហ្វ្រិកកាប់វាអាហ្វ្រិករឿងនេះអាហ្វ្រិករឿងណាជើងឯកអញ្ចឹងថាបើតើវាអាចមានរឿងអីកើតឡើងយើងវាពិបាកប៉ាន់ស្មានដែរជួនកាលយើងគិតអញ្ចឹងតែចាត់លទ្ធផលចេញអត់ដូចយើងគិតទេប៉ុន្តែនៅក្នុងវងកញ្ចក់ហ្នឹងខ្ញុំនិយាយខាងដើមមួយនឋានរដ្ឋានិយាយពីបារាំងថាបានទៅ3ដងជាប់អត់អញ្ចឹងមានសំណួរសួរថាតើអាសង់ទីនគឺជាក្រុមទី1អាចការពារតំណែងជើងឯកបានបន្ទាប់ពីប្រេលស៊ីលធ្វើបានកាលពីឆ្នាំ58ដល់62គាត់បានណាអូខេឥឡូវយើងរាប់ពីអាសង់ទីនវិញកាលពីគាត់ធ្វើជាម្ចាស់ផ្ទះឆ្នាំ78បាទគាត់ទទួលបានជើងឯកដល់82គាត់ការពារអត់បានទេអាហ្នឹងមួយដងហើយខកចិត្តណាអូខេដល់គាត់ទទួលបានជើងឯកឆ្នាំ86ដល់ពេលឆ្នាំ90គាត់ទៅផ្ដាច់ព្រាត់ទៀតគាត់ការពារអត់បានទេពេលនោះចាញ់អាឡម៉ង់2ដងឥឡូវនេះ2022គាត់ជើងឯកដល់2026នេះតើគាត់ការពារដែរបានដែរឬយ៉ាងណាឬក៏ខកចិត្តជាលើកទី3នេះគឺជាកំណត់របស់ FIFA ដែរណាគេកត់មកអញ្ចឹងយើងមើលទីរឿងបាល់ទាត់ World Cup ហើយនឹងពានធំនេះឲ្យយកជាប់គ្នានឹងវាពិបាកណាស់បាទទេបាទអញ្ចឹង
ខ្ញុំមិនមើលឃើញថាអាសងទីនឯងលើកពីតែខ្ញុំដាក់នៅលេខ3ជំរឿទី3ដោយសារតែខ្ញុំគិតថាជើងឯកហើយយកជើងឯកទៀតមិនងាយទេចង់ណបាទគឺមិនងាយហ្មងខ្ញុំឃើញតែមាន World Cup ណាជើងឯកជាប់គ្នាមានហ្នឹងហើយអត់មានតែប្រេស៊ីលហើយនឹងប្រេស៊ីលម្ដងទេមានប្រេស៊ីលម្ដងយកបាននៅស៊ុយអែតពីអឺរ៉ុបទៅបាននៅឈីលីការពារបានប៉ុណ្ណឹងណាបាទ2 ដងហ្នឹងអត់ដែរមានទេបាទហើយបារាំងហ្នឹងក៏ចង់បានទៅផ្ដាច់ព្រាត់លើកទី3ដែរមិនដឹងថាយ៉ាងម៉េចទេមើលតែពាន Champions League ក៏ដឹងដែរមានតែ real មួយទេយកជាប់គ្នាបាទក្រៅពីហ្នឹងអត់ដែរសោះបាទតែយើងគួរតែលើកមកមួយជ្រុងដែរណាក្រុមបាល់ទាត់ដែលឡើងដល់វគ្គផ្ដាច់ព្រាត់2 ដងជាប់គ្នាចាញ់2 ដងជាប់គ្នាមាន2ប្រទេសដែរបាទទី1គឺហូឡង់ឆ្នាំ74ឡើងដល់វគ្គផ្ដាច់ព្រាត់ចាញ់អាល្លឺម៉ង់78ឡើងដល់វគ្គផ្ដាច់ព្រាត់ចាញ់អាហ្សង់ទីនទី2គឺអាល្លឺម៉ង់ហ្នឹងហើយឡើងដល់វគ្គផ្ដាច់ព្រាត់ឆ្នាំ82ចាញ់អ៊ីតាលី86ចាញ់អាហ្សង់ទីនអញ្ចឹងក្រុមដែលឡើងដល់វគ្គផ្ដាច់ព្រាត់2 ដងយកវាទៅ2 ដងប៉ុន្តែដល់90គាត់ឈ្នះវិញអាហ្សង់ទីនវិញដល់ពេលហ្នឹងទី1-0ចឹងអាល្លឺម៉ង់ហ្នឹងក៏គាត់ទៅ3 ដងដែរអូអាល្លឺម៉ង់នេះច្រើនជាងប្រេស៊ីលទៀតអាល្លឺម៉ង់នេះបើនិយាយគាត់ជើងឯកពិភពលោក4 ដងគាត់ទៅផ្ដាច់ព្រាត់8 ដងបាទខាត4 ដងគាត់បាន4 ដងវាចឹងវារឿងវាចឹងវាជារឿងមួយបាទគឺពិបាកឥឡូវយើងបញ្ចប់នៅក្នុងពូល H អស់ចិត្តរទ្ធីអើយអ៊ុយរ៉ូហ្គាយសោកស្ដាយណាប្រទេសចាស់ទុំឲ្យ World Cup 2 ដងដែរគឺចាញ់ខ្ញុំឃើញអេស្ប៉ាញបើកឲ្យគាត់លេង15នាទីចុងក្រោយយ៉ាងគំហុកបាទពួកគាត់ព្យាយាមខ្លាំងមែនទែនទាំងដុល្លារគ្រូសទាំងដាវីនញូញេសទាំងអីនឹងចុះមកជួយគ្នាបាទតែអត់ទេតែខ្ញុំសង្កេតមើលមួយបងពេលដែលចប់តង់ទី1បាទមូស្លីយ៉ាអ្នកចាំទីមូស្លេរ៉ាហ្នឹងបាទហ្វឺណាន់ដូហ្វុនសេរ៉ាគាត់របូតតែមកបាល់ហ្នឹងមិនគ្រូដូរចេញណានៅក្នុងមិញហ្នឹងណាបាទគេបណ្ឌិតសរសេរព័ត៌មានហ្នឹងណាបាទគេតម្លាក់ខុសលើគាត់ហ្មងមួយគ្រាប់ហ្នឹងណាមួយគ្រាប់ហ្នឹងគាត់បាទហ្វឺណាន់ដូម៉ូសេឡាហ្នឹងបាទគឺគាត់លេងដែលត្រឹមជួបជាមួយនឹងអេស្ប៉ាញហ្នឹងគឺលើកទី137ប្រកួតហើយវ័យ40ឆ្នាំហើយណាគាត់នឹងហើយគឺធ្វើឲ្យលោក Marcelo Bielsa ដែលជាគ្រូអាសង់ទីនណាធ្លាប់ដឹកនាំក្រុមលីកអីចឹងគឺត្រូវលាលែងហើយបាទគឺមនុស្សម្នាក់ហ្នឹងតែរបូតគ្រាប់បាល់ហ្នឹងបាល់មកវាចាប់តែដូចវាចាប់អត់ជាប់តែវាឡងទៅចឹងថាមើលលើបាល់ដៃហើយបាល់មិនជាខ្លាំងហ្មងមិនខ្លាំងប្រហែលទេគេតម្លាក់ខុសលើគាត់អ្នកទៅសេព័ត៌មានចឹងបានថាពិបាកប៊ូយណាលេខប៊ូយណារបស់អាតេម៉ាឌ្រីតអ្នកទាត់បាទនៅនាទី42ហើយបាល់ក៏គាត់ទាត់មិនពេញមុខដែរគាត់បត់ទាត់ហ្នឹងហើយបាល់ហ្នឹងយើងមើលទៅវាមិនគួរចូលវាអត់ល្បឿនអីខ្លាំងទេហើយគាត់ដាក់ដៃចឹងទៅវាបក់អាចុងដៃគាត់ទៅប៉ុន្តែចេះអើយនៅឋានបិទថាយើងមើលស្ប៉ាញសាំប៉ុន្តែគេបានកត់សម្គាល់ទៀតអេស្ប៉ាញគេថាក្នុងវគ្គ group stage ហ្នឹងណាគឺជាលើកដំបូង3ប្រកួតមិន concede goal បាទអត់របូតមែនទេអត់របូតជួបជាមួយនឹង Cape Verde 0ហើយ0បាទជួបជាមួយនឹង Arabia Saudite ស៊ី5-0ហើយជួបជាមួយនឹងអ៊ុយរ៉ូហ្គាយគាត់ស៊ីគេ1-0ទៀតចោតរត់គាត់បានដែរអេស្ប៉ាញអត់ទេអត់ដែរអញ្ចឹងការពារគាត់ល្អដែរមានការសួរនឹងលើកឡើងថាអត់ឲ្យ David Raya អ្នកចាំទីអាសនលចាប់មួយម៉ាត់អីអត់ទេព្រោះអូណៃស៊ីមុនហ្នឹងគាត់ជួយអេស្ប៉ាញតាំងពី2024លើកទៀតល្អពេកអញ្ចឹងគ្រូនៅតែទុកចិត្តទោះបីឆ្នាំហ្នឹងឃើញដាវីត រាយ៉ារបស់អាសនលគាត់ឡើងតម្រង់ខ្លាំងជួយអាសនលឲ្យ Champions League ហើយ clean sheet បានច្រើនក៏ដោយតែអត់ឲ្យគាត់ដែរតែឥឡូវចេះអើយយើងដើម្បីក៏មានយើងជុល idol មួយដើម្បីជូនពរដល់អ៊ុយរ៉ូហ្គាយអាណិតណាអ៊ុយរ៉ូហ្គាយជូនពរសំស្ដាយអ៊ុយរ៉ូហ្គាយណាហើយក៏អបអរសាទរដល់ Cape Verde ដែរក្រុមថ្មីអបអរសាទរឥឡូវនៅឋាននៅពេលដែលយើងឈៀអញ្ចឹងខ្ញុំចង់និយាយរឿងមួយបន្តិចមុននឹងចូលអត្ថបទមួយទៀតនៅពេលព្រឹត្តិការណ៍គេកំពុងតែញាប់ដៃញាប់ជើងកំពុងតែប្រកួតយ៉ាងមមាញឹកនៅសហរដ្ឋអាមេរិកណាតាត្រាំទៀតតាត្រាំចេញមកភ្លាវទៀតទៅជួបជាមួយនឹងលោក Infantino ដែលជាប្រមុខ FIFA ថាណែអូយអាមេរិករៀបបានល្អទស្សនិកជនច្រើនជាប្រវត្តិសាស្ត្រណាណែសុំបោះឆ្នោតឲ្យអាមេរិក2038មកសុំយកម្នាក់ឯងមិនទាន់រៀបចប់ផងទាយកទៀតដែរហើយថាបើយើងធ្វើឲ្យបានទៅ64ក្រុមល្អជាង48ម៉ែឥឡូវហ្នឹងគាត់សុំថាឥឡូវយើងចប់2026ទៅគឺ2030នៅម៉ារ៉ុក
អេស្ប៉ាញនិងប៉ូទុយហ្គាល់មែនទេបាទប៉ុន្តែ3ប្រកួតលេងនៅប៉ារ៉ាហ្គាយអាសង់ទីននិងអ៊ូរ៉ាហ្គាយមានន័យថាគេឲ្យប្រទេសហ្នឹងម្នាក់មកប្រកួតទៅដើម្បីគម្រប់ខួបរបស់ FIFA 100 ឆ្នាំនៅ2030ហ្នឹងណាដែលយើងរៀបចំឡើងដំបូងនៅឆ្នាំ1930អូខេ100ឆ្នាំចឹងចោះហើយតាត្រាំហ្នឹងហើយ2034គឺអារ៉ាប៊ីសាអូឌីតម្នាក់ឯងហើយឥឡូវនេះថាវាត្រូវរត់ត្រឡប់មកវិញណាថាឲ្យខ្ញុំទៀតមកហ្នឹងហើយ38ហើយបរិចទៅជា64ក្រុមទៅយើងចាប់បរិចពីឆ្នាំ2030ទៅណាហ្វាទីណូឲ្យដឹងទេឲ្យ2030ទៅឲ្យមានការប្រកួតជុំចុងក្រោយហ្នឹង64ក្រុមហើយទៅដល់បាទគឺអាមេរិក38ហ្នឹងឲ្យ64ទៅវាសបាយហើយគាត់នៅមើលដល់អត់មកឥឡូវគាត់80ហើយឥឡូវចុចដល់ពេលថ្ងៃនោះ92តាត្រាំមុខលុយមែនអត់យើងចង់និយាយមើលគាត់ធ្វើអីក៏លុយដែរណាណែនយោបាយយើងចាំបានណាគឺគាត់ជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី1គាត់ថា American First គាត់អត់មានខ្វល់អាណា I don't care គាត់គិតតែប្រជាជនអាមេរិកមុនគេទេបាទអីយើងនិយាយចោលចូលនយោបាយទេយើងមានអ្នកនយោបាយកំណត់ត្រាពិតណាថាมันមានអាណាបបែកបានទេនៅក្នុងការចូលលេងហើយមានមនុស្សមើលជាង3លាននាក់នោះដោយសារតែមិនបពូលច្រើនបាទពីដើមឡើយគេលេង32ឥឡូវលេង38ចង់ដឹងទៅលើហើយណាដឹងទៅលើហើយបាទតាត្រាំទៅខ្វេះយកភ្លាមមកទៅឆក់យកឱកាសភ្លាមមកដល់កបាទប៉ុន្តែក៏មុនការប្រកួតយើងឃើញថាទាំងអ្នកទស្សនាទាំងកីឡាករគាត់សម្ដែងនៅការគេហៅថាសប្បាយចិត្តស្មាតអរិសស្មាតបាទពីព្រោះនៅវេណេស៊ុយឡានោះគាត់គ្រូជួយទៅយកមិញបាទជួយទៅប៉ះពាល់ដល់ជីវិតប៉ុន្មាន Richter បាទចូលខ្ទង់មើលនេះ7.2 Richter អូកម្រិតខ្ពស់បាទមើលនេះបាទពួកគាត់មិនដូចថាជាប្រវត្តិសាស្ត្រហើយ20000នាក់បាត់បង់ជីវិតបាទនៅបាត់ខ្លួនទៀតអូយសោកស្ដាយគេអាចប៉ាន់ស្មានថាអាចដល់លើក 100000 ផងបាទចឹងហើយបានជាមុនការប្រកួតឥឡូវគ្រប់គូទាំងអស់គឺស្មឹងស្មានដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកទាំងឡាយទៅថាណាប្រជាជនគាត់ខឹងតាត្រាំថ្ងៃមុនទៅដកលោកនីកូឡាស់ម៉ាដារ៉ូមួយឥឡូវប្រជាជនរកគ្រោះទៀតប្រហែលអញ្ចឹងដប់លើដប់ឥឡូវយើងកុំនិយាយរឿងយោបាយនិយាយសប្បាយប៉ុន្តែគាត់ថាយើងមិនឆ្លៀតដាក់ខ្លះគាត់ជាអ្នកនយោបាយគាត់បញ្ចូលក្នុងកីឡាដែរព័ត៌ជុំវិញបាល់ទាត់អញ្ចឹងយើងមាននេះមាននោះបាទហើយអញ្ចឹងអាការដកគ្រូដកអីឃើញតែមួយណាបាទអត់ទាន់ឃើញមានករណីដកគ្រូទេប៉ុន្តែឥឡូវយើងភ្ជាប់ទៀតទៅអ្នកដែលទៅផ្ទះវិញទៅផ្ទះវិញក៏បានលុយច្រើនដែររធីណាមានការកើនឡើងរហូតដល់ 50% នៅឋានអើយបាទគឺអ្នកចាញ់វគ្គគ្រប់ហ្នឹងគឺបានស10លានអីទៅ10លានបាទអ្នកឈ្នះជើងឯកហ្នឹង50លានអី51លានណាចង់ច្រើនខ្លាំងណាចុះបើចំនួនក្រុមកើនឡើងបាទចំនួនក្រុមកើនឡើងអូ sponsor បាញ់និយាយទេ sponsor លុយគេសូម្បីតែ hydration break បាទលោក Jurgen Klopp អតីតគ្រូ Liverpool គាត់មាន comment លើរឿងហ្នឹងថា hydration break នេះគឺគ្រាន់តែពេលវេលាសម្រាប់យក less sponsor ទេហ្នឹងហើយចុះឲ្យយើងសួរវិញថាចុះបើគេខំប្រឹងធ្វើឲ្យគេ sponsor ខ្លះទៅសំបីតាអីស្ថានីយ៍ដែលបណ្ដាប្រទេសចែកចាយហ្នឹងក៏គេដាក់ពាណិជ្ជកម្មទៅពេលហ្នឹងទៅដែរធម្មតាតែហាមគេអត់ឲ្យដាក់លើ subtitle ទេមែនទេអាពេលពងលេងរត់ហ្នឹងអត់ឲ្យដាក់ទេអញ្ចឹងគេយកឱកាសហ្នឹងហើយបើចង់មានរូបភាពដាក់ឲ្យយើងមើលណោះហ្នឹងហើយអញ្ចឹងចុះអរគុណឥឡូវយើងឆ្លងទៅពូលអាយដែលយើងនៅឋានចាប់ផ្ដើមរៀងឡើងកម្ដៅរឿងបារាំងនេះពូលអាយបារាំងយកមិញគាត់មិនឲ្យណ័រវេតដៃទេគឺបាទគឺ4-1ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ Dembele នេះម្ចាស់ JLP Ballon d'Or បាទហើយជើងឯក Champions League 2សម័យធ្វើបានល្អខ្លាំងណាស់ហើយ hat-trick គាត់នេះមិនមែន hat-trick ដូច Messi ទៀតhat-trick គាត់នេះគេចាត់ទុកថាជាគ្រាប់បាល់រកបានលឿននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ចាប់តាំងពីឆ្នាំ1994នៅសហរដ្ឋអាមេរិកដែលកីឡាករបាទគឺ Oleg របស់រុស្ស៊ីធ្វើបាននោះគឺមានរយៈពេល hat-trick ហ្នឹងគឺនៅវគ្គទី1លឿនមែនតើបាទគឺជាគ្រាប់បាល់លឿនមែនតើនៅក្នុងតង់ទី1ចឹងតង់ទី1ទីមើលមកនៅតង់ទី1ទេតង់ទី1របស់7នាទីទី30នាទីទី32នេះបាទតើមែន32នាទីរបស់បាន32ដែរបាទអញ្ចឹងនៅ hat-trick បានដូចមាន2នាក់ឯង3នាក់2នាក់ឯង2នាក់Messi មួយទៀតទេបាទហើយ Dembele នេះសង្ស័យឆ្នាំហ្នឹងបើសិនគាត់ទៅវគ្គជ្រៅជួយបារាំងបានពានទៀតអីសុយអាច Ballon d'Or ទៀតចាំមកគាត់ឈ្នះ Champion ហើយ Champion មួយទៀតឈ្នះលីកបារាំងទៀតបាទលីកបារាំង3ពានហ្នឹងគឺគ្រប់គ្រាន់ណាបាទ Ballon d'Or ហើយចុះពូពេនេះល្អហើយណោះអូប៉ុន្តែ
គាត់បលុនដបើសិនជាបើសិនជា Dembele គាត់ល្អដែរក្នុងព្រឹត្តិការណ៍ហ្នឹងបលុនដអត់មានបានទៅ Mbappé ទេបើ Mbappé មានបានជួយរៀលបីផងឆ្នាំហ្នឹងតាមលីកអត់លីកអេស្ប៉ាញអត់បាទ World Cup ឈ្នះក៏បានតែមួយហើយខ្ញុំឃើញនៅ TikTok ហ្នឹងមិនដឹងថា AI ឬអីគេចេះតែដាក់រូប Mbappé មានស្រីស្អាតអា World Cup ចង់ងាប់ហ្នឹងទៅអង្គុយនិយាយមួយស្រីផឹកកាហ្វេអាហ្នឹងគឺ AI ឯណាថានេះយើងកុំជឿពេកឯងមិនអត់មិនអានឹងថាមកកដប់ចុះគាត់តែវិទំនាក់តំណមួយមហាជនគឺអញ្ចឹងទេបាទកុំឲ្យតែកើតអាស្រូវទៅបានហើយខ្ញុំខ្លាចចេះខ្ញុំខ្លាចថាអើយព័ត៌មាននៅវាលឿនណាដូចខ្ញុំថ្ងៃមុនខ្ញុំដឹកម៉ូតូហ្នឹងទៅហូបកាហ្វេបាទហូបកាហ្វេនៅតូបកាហ្វេហ្នឹងអង្គុយកាហ្វេហ្នឹងរូបភាពហ្នឹងបានបញ្ជូនទៅដល់ផ្ទះមិនដឹងថា AI ឬយ៉ាងម៉េចអត់ទេនេះពិតហើយដល់គេសួរថាណាគេផ្ញើមកពួកម៉ាក់បងផ្ញើមកណែពិតណាស់មិន AI វាពិបាករធាហើយណាក៏កើតដែរមិនឆ្ងល់ដែរ AI យ៉ាងម៉េចបាទយ៉ាបាទអញ្ចឹងណ័រវេយប់មិញយើងមើលឃើញថាមានការប្រែប្រួលកីឡាករដែលល្អដែលធ្លាប់លេងការប្រកួតលើកទី1និងលើកទី2នោះគាត់បដូរដល់10នាក់បាទរួមមាន Haaland មួយទៀតផងណាបាទរួមមាន Haaland មួយអត់បានលេងយុទ្ធសាស្ត្រនេះជាយុទ្ធសាស្ត្ររបស់គេបាទឈ្នះចាញ់បារាំងគេអត់ចាត់ទុកជារឿងបាទអញ្ចឹង Norway លោកត្រូវជួបបាទគឺខ្ញុំមើលតិចមើលបាទគឺជួបជាមួយអ្នកណាគេវគ្គ32ចុងក្រោយដូច Cote d'Ivoire Norway តែមិញគូនេះខ្ញុំទាយតែ 2-0 ទេឡើងដល់ 4-1 អូលើសពីការរំពឹងទុកទាយខ្លាំងណាខ្ញុំទាយថាបារាំងឈ្នះ 2-0 បាទព្រោះ Norway Norway ជួប Cote d'Ivoire ត្រូវហើយបារាំងជួបស៊ុយអែតនៅពូហ្នឹងណាអញ្ចឹងយើងមើលនៅក្នុងពូ Norway ហ្នឹងក្រៅពី Norway និងបារាំងមានអីទៀតមានអ៊ីរ៉ាក់ត្រូវ Senegal សុទ្ធ5មែនទេបាទនេះ Senegal នេះបានមកដែរក្នុងនាមល្អលេខ3អញ្ចឹងល្អលេខ3គាត់មកជួបមិចស៊ីកូនៅក្នុងលេខ1ពូល A តែឋានមើលបដអសនសិនមើលកន្លោខ្ញុំកន្លោគេ guideline ទៅខ្ញុំគូសទៅវាពូល A មែនបងបាទពូល A ពូល A មិចស៊ីកូលេខ1បាទមិចស៊ីកូលេខ1អាហ្វ្រិកខាងត្បូងលេខ2កូរ៉េលេខ3ហើយមិចស៊ីកូហ្នឹងត្រូវជួបក្រុមល្អលេខ3នៅក្នុងពូល C គឺ Senegal ហ្នឹងអូខ្ញុំមកដាក់អញ្ចឹងហ្មងណាបាទបងបាទចឹងយប់មិញដូចអត់មានអីចម្លែកទេបារាំងល្អខ្លាំងណា perfect បង 100% win 3ប្រកួតបាទហើយយើងមើលបារាំងទៅមានរបូតគ្រាប់បាល់ទេរបូតដែរដូចប៉ះមួយសេនេហ្គាល់របូតមួយគ្រាប់ហើយប៉ះជាមួយនឹង Norway មួយគ្រាប់ទៀតមួយគ្រាប់ពីរប៉ះរ៉ាក់ដូចរបូតមួយគ្រាប់ដែរប៉ះរ៉ាក់ដូចរបូតដែរបាទ3-1អាថ្ងៃទាត់ហើយណែអត់ទេ3-0មកមានតដៃ3-0ត្រូវហើយអញ្ចឹងយើងមើលគុណសម្បត្តិនិងគុណវិបត្តិដែរមានន័យថា3ប្រកួតរបស់បារាំងលោក concede goal 2ដែរណាហើយលោកសុទ្ធបានច្រើនតែថាច្រើនចុះតែអេស្ប៉ាញលោកសុទ្ធបានតិចឈ្នះតិចតែអត់របូតគ្រាប់ទេហ្នឹងហើយបាទអញ្ចឹងក៏យើងមើលទៅមានលក្ខណៈសម្បត្តិផ្សេងគ្នាដែរបាញ់ល្អបាទអេមបាប៉េធ្វើល្អ Dembele ធ្វើល្អ Doué ធ្វើល្អប៉ុន្តែក៏ concede goal ដែរconcede goal ដែរនិយាយពីរឿង hat trick បងខ្ញុំរាវទៅ3នាក់តាមែនណាគេមួយទៀតនេះ Jonathan David របស់កាណាដានេះត្រូវហើយថាត្រូវហើយនឹងឈ្នះកាតា 6-0 គាត់សុទ្ធ3គ្រាប់បាទយកទៅគាត់ទៅណាឋានគួរក្បាលចាំណាខ្ញុំកោសិកាបាត់អស់ខ្លះហើយបាទអានេះគាត់សម្គាល់ត្រូវហើយ Jonathan David របស់កាណាដាត្រូវហើយអញ្ចឹងគាត់ទៅទៀតណាកាណាដាក្នុងជាម្ចាស់ផ្ទះគេទៅហើយបាទសារនេះអត់ដូចសារមុនដែលធ្លាក់វគ្គចៃពូលទេមានរឿងទៅតាមដានតបាទតាមដានតទៀតឥឡូវយើងមើលលទ្ធផលក្រុមការងារគាត់បង្ហាញជូនរវាងនៅវាយសាឡង់มันអាចតដៃជាមួយនឹងបាយសិចទេ 3-0 ហើយបាទហើយមួយទៀតអ៊ីរ៉ង់ជាមួយនឹងអេស៊ីបមួយស្មើណាបាទឥឡូវនៅនាទីទី7ជាងនេះនាទី7ជាងណោះបាទអូនាទីទី78ហើយបាទ78ហើយណោះករណីហ្នឹងគឺធ្វើឲ្យកូរ៉េអាចនឹងធ្លាក់មកកម្មទៀតហើយបាទមកកម្មទៀតហើយករណីហ្នឹងបាទបើសិនជាលទ្ធផលនៅតែប៉ុណ្ណឹងអញ្ចឹងខ្ញុំមើលលេងមើលណាខ្ញុំមើលលេងនៅក្នុងពូហ្នឹងមើលបាទគឺអេស៊ីបបានពងម៉ានហើយអេស៊ីបពង5អេស៊ីបនឹងគឺបានពងមកទល់លើ5ស្មើនឹងបែលសិច5ដែរបាទអ៊ីរ៉ង់លេខ3ពងបាទក្របផលសងគឺរួចខ្លួនបាទកន្លែងហ្នឹងឯងកន្លែងដែលគាត់មានតែមលើកូរ៉េបាទកូរ៉េដក1បាទយប់នេះនៅសល់ប្រហែលប្រគួតទេខ្ញុំដល់ហើយបាទអារម្មណ៍នោះនិយាយជាចង់ឲ្យ
កូរ៉េហើយនឹងជប៉ុនឡើងទៅជប៉ុនឡើងទៅ1-2 អញ្ចឹង ប៉ះប្រេស៊ីលតែ បាទ ហ្នឹង ជប៉ុន ចង់និយាយថាបើសិនជាជប៉ុនអាចយកឈ្នះប្រេស៊ីល បាទ ហើយជប៉ុនឆ្នាំនេះគឺមានបងប្អូនយើងទុកចិត្តច្រើនណាស់ទីឡើងដល់វគ្គជ្រៅ បាទ បាទឥឡូវត្រឹមវគ្គ32ជួបប្រេស៊ីលដឹងមិនហ្នឹងនេះ ទេបើសិនជាចៃដន្យមើលមិនឃើញណា ជួប បាទ មុនការប្រកួត World Cup ជប៉ុនឈ្នះប្រេស៊ីលហើយណា បាទជប៉ុនឈ្នះប្រេស៊ីលហើយហ្នឹង បាទ បាទលេងមិត្តភាព ឥឡូវចេះឥឡូវយើងជួយមើលតាមដានតារាងមើលដ្ឋានក្រុមធ្លាក់យើងរាប់ធ្លាក់សិនណាយើងមើលក្រុមដែលធ្លាក់ចេញបាទធ្លាក់ចេញសិនឥឡូវយើងមើលធ្លាក់ចេញសិនឥឡូវក្នុងពូល A បាទគឺសហរដ្ឋឆេកគឺចេញមួយហើយណាពូល A តែកូរ៉េដូចនៅភាគរយតិចណា បាទតិចអូខេយើងមើលបងប្អូនគ្នាជាសាក់សី ពូល B ពូល B កាតា មាន3ប្រទេសបាទគឺមានបូស្នីកាណាដាស្វីសបានទៅ បានទៅ បាទដល់ហ្នឹងយើងមើលសិន បាទកាតាធ្លាក់ បាទកាតាធ្លាក់នៅក្នុងពូល C គឺស្កុតឡែនធ្លាក់ហើយដោយសារសេនេហ្គាល់ស៊ីច្រើនពេក បាទបាទ អញ្ចឹងមានហៃទីស្កុតឡែនក៏ធ្លាក់ដែរអញ្ចឹងយើងមើលបាទពូ D មានដល់ទៅ3មានប៉ារ៉ាហ្គាយលេខ3អូស្ត្រាលីនិងអាមេរិកលោកបានទៅមែនទេ ទៅហើយ បាទប៉ារ៉ាហ្គាយទៅហ្នឹងទៅជួបអាល្លឺម៉ង់ហើយទូគីសោកស្ដាយណាស់ណាត់ចុងក្រោយគាត់ឈ្នះតា បាទ ឥឡូវយើងមើលពូល E បានទៅដល់13ក្រុមដែរអេក្វាដ័រល្អលេខ3កូតឌីវ៉ាលេខ2និងអាល្លឺម៉ង់លេខ1ហើយកូរ៉ាសាវធ្លាក់ណោះ បាទ បាទនៅក្នុងពូល S នេះបានដល់ទៅ3ដែរ 3ដែរ បាទ បាទ មានហូឡង់ជប៉ុននិងស៊ុយអែតលេខ3ទុយនីស៊ីធ្លាក់ចំណែកនៅពូល G នេះអាចបាន3ក្រុមណា បាទពូល អាចមានបៃសិកអេស៊ីបនិងអ៊ីរ៉ង់ បាទ 3ហ្នឹងណា បើស៊ីមួយអ៊ីរ៉ង់ស្មើគ្នានឹងអ៊ីរ៉ង់ឡើងដែរ អញ្ចឹង បា ណា ទអ៊ីរ៉ង់ឡើង អ៊ីរ៉ង់ អូខេ ឡើងដែរ អូខេ បាទ អូខេឥឡូវយើងមើលបាទពូល H នេះគឺអស់2ដោយអូតូម៉ាទិក បាទ មានន័យថាអ៊ុយរ៉ាហ្គាយអារ៉ាប៊ីសាឌីតចំណែកកាប់វែនិងអេស្ប៉ាញលោកបានទៅយើងមើលពូល I បាទគឺមាន3ក្រុមដែរបាទគឺមានបារាំងន័រវេសេនេហ្គាល់បានទៅអ៊ីរ៉ាក់ធ្លាក់ បាទធ្លាក់ ឥឡូវយើងមើលពូជេមានអាចិនទីណាអាសង់ទីនអូស្ត្រាលីអាសេរីនៅរងចាំដែរណាអាចជាក្រុមលេខ8បាទគឺមាន8ក្រុមក្រុមលេខ3 8ល្អឥឡូវយើងមើលក្រុមពូខេបាទគឺមានកូឡុំប៊ីប៉ុកទុយហ្គាល់បាទគឺមាន4 6ចឹងកុងហ្គោបានមកបន្ទុកហើយនៅប៊ឺគីស្ថានប្រហែលជា2ហ្នឹងมันមានស្ថិតនៅក្នុងក្រុមល្អលេខ អត់ទេ 3អ បាទ ត់ទេ ហើ ទី យ ណា កុងហ្គោត្រូវប៉ៅឧបេគីស្ថានចុងក្រោយនឹង ចឹងដល់ បាទអាចឡើង អាចដែរបើសិនជាកុងហ្គោឈ្នះឧបេគីស្ថានកុងហ្គោបាន4ពង បាទអញ្ចឹងល្អលេខ3ណា បាទល្អលេខ អញ្ចឹងកាត់បន្ថយ កូរ៉េទៀត បាទនឹងបញ្ហា ហ្នឹងគេបោកចឹងគេបោកចឹងណាបាទគេបោកចឹង ឥឡូវបើយើងគិតទៅដូចមនុស្សទឹកធំក ហ្នឹងហើយដូចស្កុតឡែនចឹងអើយអត់ហ៊ានជីសបុតមកបុកសបុតមកឯងចាំរងចាំបន្តិចឥឡូវសេនេហ្គាល់លុតយប់មិញហ្នឹងគឺចប់ហើយបាទរឿយបានហើយជិះមកហើយឥឡូវពូល L អាចមាន3មាន3ហ្មងពូល L នេះមាន3ហ្មង បាទ អង់គ្លេសហ្គាណានិងក្រូអាតអញ្ចឹងសូមបើកវងកញ្ចក់ជូនទស្សនិកជនបន្តិច បាទ អង់គ្លេសនេះគេទៅសេមកចឹងហ្មងថាបើចាញ់អីក៏លេខ3ល្អដែរឧទាហរណ៍ចាញ់យប់ដឹងណា បាទ ចង់គុំសង្ឃឹមពេកពុកម៉ែបងប្អូនដែលចូលចិត្តទស្សទាយ បាទគេចឹងហ្មងថាបើចាញ់ឋានគឺលេខ3ល្អដែរពួក4បន្ទុកអីណាបាទគេយកបន្ទុកខ្ពស់នោះចឹងក្រូអាតហ្គាណានឹងទៅហើយ យប់នេះបើសិនជាក្រូអាតប៉ះហ្គាណាបើសិនជាហ្គាណាអាចឈ្នះក្រូអាតអានឹងគឺជួយទប់ទឹកចំោះត្រឹមកូរ៉េទៀតតែបើសិនជាក្រូអាតត្រឹមស្មើកូរ៉េចប់សពគ្រប់ ចប់សពគ្រប់ហើយ បាទ ចឹងយើងដឹងសារមកអស់ណាបាទគាត់ថាវាមិនផ្លូវការ100ពេញទេ នៅទេ នៅរើទេនៅរងចាំយប់នឹងមួយយប់ទៀតបាទឥឡូវចូលដល់គូដែលត្រូវប្រកួតនៅយប់នេះសូមឲ្យអ្នកបកកែបណ្ឌិតទាំងពីរបាទជួយវិភាគតិចណាឥឡូវយប់នេះគឺមានគូសំខាន់ខ្ញុំសូមផ្ដើមចេញពីក្រូអាតនិងហ្គាណាមុនបាទបាច់ទៅបាទគឺនឋានបាទដូចបានឃើញហើយបាទសម្រាប់ក្រុមបាល់ទាត់ក្រូអាតនិងហ្គាណាទោះឈ្នះគ្នាចាញ់គ្នាស្មើគ្នាមិនដឹងតែឡើងបាទដោយសារតែពូនោះប៉ាណាម៉ាគាត់អស់ឱកាសហើយបាទដាក់ចេញហើយអស់ឱកាសហើយអញ្ចឹងខ្ញុំនៅតែគិតថាក្រុមក្រូអាតមានលទ្ធភាពជាងហ្គាណាបាទកម្លាំងហ្គាណាច្បាស់ជាទប់ហើយបាទជាទប់តាមលទ្ធភាពរបស់គាត់តែក្រូអាតគាត់មានប្រឡោះសុទ្ធច្រើនដូចគាត់ប៉ះអង់គ្លេសអញ្ចឹងគាត់អត់អីទេអញ្ចឹងខ្ញុំជឿថាជំនួបនេះក្រូអាតអាចមានគ្រាប់ទល់ជាមួយហ្គាណាបាទមានគ្រាប់ទល់មួយហ្គាណាខ្ញុំគិតថាក្រូអាតអាចបាន2គ្រាប់ហ្គាណាអាចបាន1គ្រាប់បាទនេះហ្គាណាគេមានអង់ទូនសេមីយ៉ូបាទគឺក្រូអាតគេមាន
Pulisic Modric អីចឹងណាបាទវ័យ40ឆ្នាំហើយលាឲ្យសិតណាត់ចុងក្រោយឯណោះបាទក្រូអាតកាលពីនៅប្រទេសរុស្ស៊ីគាត់បានទៅ final តែគាត់ចាញ់បារាំងបាទហើយប៉ុន្តែ2022គាត់ឈ្នះពេលនឹងទីលើប្រេស៊ីលវគ្គ8ក្រុមមកលយប្រេស៊ីលបាទជាមួយឆ្នាំនេះក្រូអាតកាណានេះអត់ដែរជួបគ្នាពីមុនមកដែរអត់ដែរទេណោះមិត្តភាពអត់ដែរជួបគ្នាបាទអញ្ចឹងយើងមើលការលេងជាក់ស្ដែងកាណាលេងរៀងបកែទប់ដែរបាទកែទប់កែទប់កាណានេះលេងបកែទប់បាទណាមួយគេមានផ្លូវក្នុងផ្លូវទៀតបាទឥឡូវសុំសាការីបង្ហាញជូនគ្រូនឹងទេមើលគ្រូដែលធ្វើកាណាធ្វើ Harry Kane អត់ឲ្យសុទ្ធចូលនឹងគ្រូនឹងនៅណាមើលសុំបង្ហាញទីមើលអូនគ្រូនឹងមិនទៅមុនគឺផ្លុំបាទអូលោកអើលោកផ្លុំម្សៅផេះអីនេះអញ្ចឹងបាទអត់ឲ្យ Harry Kane សុទ្ធហ្មង Kane សុទ្ធទៅគាត់ផ្លុំអញ្ចឹងឆ្វាអញ្ចឹងទៅហើបាត់អូលេងសើចឹងអីដើម្បីដល់ទទួល BBC ឬក៏បុកវាលៀមនោះវាឡើងខ្លាំងពេកអាកន្លែងនោះសាហ៊ុននោះឡើងខ្លាំងពេកណាថានហើយយកជំនឿយកមកដាក់ទៅជឿណាថានជឿឬយ៉ាងម៉េចបាទទេអានោះមិនហ៊ានប្រមាថដែរទេណាមិនជឿកុំប្រមាថប្រទេសណាប្រទេសណាសិតតែមានជំនឿរៀងខ្លួនជំនឿបីនេះផលប្រទេសមួយវាខុសគ្នាគឺសិតតែមានជំនឿរៀងខ្លួនអញ្ចឹងយើងគេធ្វើអញ្ចឹងបានគេធ្វើទៅគេធ្វើជោគជ័យដល់លើកពានខ្ញុំជឿដែរបាទគួរតែជឿបើសិនដល់លើកពានមែនបាទថាលើកពានខ្ញុំជឿដែរតែខ្ញុំសុខចិត្តជឿBlack Star នេះឯកខ្មៅកាណានេះណាគឺជាក្រុមអាហ្វ្រិកមក World Cup ដំបូងហើយបានទៅជុំទី2ដូចជា Cape Verde អញ្ចឹងកាលពី2006នៅអាល្លឺម៉ង់20ឆ្នាំមុនគាត់មកលើកដំបូងហ្នឹងគាត់ឆ្លងចេញពីពូលឥឡូវនេះមានក្រុមអាហ្វ្រិកថ្មីមួយគឺ Cape Verde ហ្នឹងហើយបាទគឺបានទៅជុំទី2បាទអញ្ចឹងសូមអបអរសាទរបាទគឺសម្រាប់បាទគឺកាណាផងតែឋានយល់ថាស៊ីម៉ានណាហ៊ានទី2ហ៎បាទអត់ទេគ្រូអត់មានគ្រូមកផ្លុំផ្ដាច់ក្រូអាតអីទេបាទបាទប្រធានយល់តែមិនដែរបាទបាល់នេះបើយើងនិយាយពីតថភាពជាក់ស្ដែងឡើងទាំងអស់គ្នាហើយបាទអញ្ចឹងក៏លេងធម្មតាសាមញ្ញប៉ុន្តែបើគុណភាពលេងខ្ញុំសឹងថាអាចថាបើឈ្នះក្រូអាតឈ្នះតែអាចស្មើគ្នាទៀតអញ្ចឹងបាទអាចមួយស្មើហើយតែបើក្នុងមានការករណីមានឈ្នះចាញ់ក្រូអាតឈ្នះបាទអូខេអរគុណឥឡូវខ្ញុំទៅគូជាមួយគ្នាអង់គ្លេសនិងប៉ាណាម៉ាបើវា ranking វាខុសគ្នាឆ្ងាយណាហើយប៉ាណាម៉ាក៏ដើរចាក់ចេញដែរខ្ញុំចង់និយាយថាតើចង់ស៊ីប្រមាណចង់ស្មើឬក៏ឲ្យគេស៊ីវិញណែមានអញ្ចឹងទេអីអង់គ្លេសនឹងប្រើល្បិចទៀតល្បិចទៀតដល់យល់ចង់ថាលែងជឿដូចខ្ញុំដែរគាត់ខ្ញុំនៅតែគ្រប់គ្រងបាទខ្ញុំនៅតែគ្រប់គ្រងថាអង់គ្លេសនឹងលើកពានអញ្ចឹងប៉ុន្តែល្បិចត្រូវបានយកមកបញ្ចេញតាំងពីជុំទី2មកលើកទី2បាទប៉ុន្តែគាត់មិនល្បិចទេគាត់ថាឲ្យតែលេងលើកទី2គាត់លេងអញ្ចឹងលេងស្មើអញ្ចឹង4ដងដែលខ្ញុំរាយរាប់អញ្ចឹងបាទចឹងអាចនឹងអង់គ្លេសប្រើយុទ្ធសាស្ត្រតិចមនោសញ្ចេតនាបែបណានោះស្មើអញ្ចឹងបើមិនចឹងឲ្យបានណាសុទ្ធចូលឲ្យកដោបានណាខ្ញុំខ្លាចតែចឹងវិញបាទតែបានណាឈ្នះក៏អត់មានន័យអត់មានន័យអីទេប៉ុន្តែគាត់ថាទៅដាក់ទីតលាក់ដាក់រេសែវលេងមើលទៅណាបើនិយាយទៅប៉ាណាម៉ាធ្លាប់ជួបមួយនៅអង់គ្លេសម្ដង World Cup 2018បាទអង់គ្លេសដាក់ដល់ទៅ6-1ចឹងបាទថាលេងអត់មានក្លូយមួយអង់គ្លេសទេឲ្យតែអង់គ្លេសដាក់ចិត្តលេងចង់ឈ្នះអាហ្នឹងចឹងហើយចង់និយាយចឹងខ្លាចតែដូចណាថានិយាយចឹងគាត់ LL គាត់ចង់មានកំនួចអីចឹងទុកជើងអីបាទហ្នឹង1-0អីចឹង2-0ចឹងខ្ញុំយល់ថាយប់នេះគឺរេសែវចូលលេងច្រើនណាស់ហ្នឹងហើយចេះដាក់ទៅលេងខេនអត់ឃើញអីមកទេបងប្អូនចាំមើលតែឥឡូវខ្ញុំចង់ប្រាប់ថាអញ្ចេះចង់ប្រាប់ថាបើ UK នេះលេខ1 UK នេះត្រូវទៅជួបជាមួយនឹង Ecuador លេខ3ដែលឋានយល់យ៉ាងម៉េចអត់បញ្ហាសម្រាប់អង់គ្លេសឡាទីនដែរបាទអូសម្រាប់ឡាទីនសម្រាប់ពីព្រោះអ្វីដែលអង់គ្លេសចង់គិតបាទចង់កិច្ចក្រុមអឺរ៉ុបឯងតាមមើលកិច្ចក្រុមអឺរ៉ុបគ្នាឯងធំដូចអាល្លឺម៉ង់អេស្ប៉ាញគាត់ចង់កិច្ចបាទប៉ូទុយហ្គាល់ហ្នឹងគាត់ចង់ជួបទេអញ្ចឹងបើថាគាត់លេងគាត់មើលឃើញតែប៉ះឲ្យគេអេក្វាដ័រមិនអត់បញ្ហាបាទអេក្វាដ័រគាត់លេខ1គាត់លេខ1ជួបអេក្វាដ័រហើយវាភាសាមិនថាសบายចិត្តពេកទេព្រោះអេក្វាដ័រគ្រាន់បានដែរណាប៉ុន្តែយើងចង់និយាយថាវាភាសាជាងប៉ះអាសង់ទីនប្រេស៊ីលបារាំងប៉ះឲ្យដែរបាទប៉ុណ្ណឹងស័កសមល្មមសមរម្យអ្នកអង់គ្លេសហើយក្រុមនេះបើសិនបើកាណាលេខ2ត្រូវទៅជួបលេខ1ប៉ុកទុយហ្គាល់គេដៅឲ្យលេខ1បាទនៅក្នុងពូលបាទនៅក្នុងពូ K ហើយក្រូអាតបើលេខ3ត្រូវជួបជាមួយនឹងកូឡុំប៊ីបាទកូឡុំប៊ីបាទមកពីឡាទីនដែរមិនអីទេណាបាទមិនអីទេសម្រាប់ក្រូអាតបាទអញ្ចឹងប្រែប្រួលដែរណោះប៉ុណ្នេះដែរឥឡូវអរគុណហើយនៅឋានគិតថាស៊ីម៉ានដែររវាងអង់គ្លេសនិងប៉ាណាម៉ាណា
បើសិនជាលោក Thomas មានចេតនាដាក់ Reziel លេងច្រើនអូខេអាចមានគ្រាប់ពីព្រោះគាត់ចង់ឲ្យ Reziel របស់គាត់បានលេងបាននេះតែបើសិនជាគាត់ចលោដាក់ឲ្យឈុតធំមកទាំងអស់ប្រយ័ត្នកន្លះផែនដីបាទអាចអត់មានគ្រាប់បាល់ផងបាទហើយខ្ញុំគិតឲ្យផ្ទុយពីគេតិចណាពីព្រោះថាការលាក់គំនួចនេះជាយុទ្ធសាស្ត្រមួយរបស់អង់គ្លេសហើយដល់កអត់មានផងដល់កអញ្ចឹងខ្ញុំគិតថាអ្នកដែលស្រឡាញ់អង់គ្លេសនៅក្នុងការជួបជាមួយប៉ាណាម៉ាអាចខូចចិត្តម្ដងទៀតក្នុងគ្រាដែលអង់គ្លេសគាត់ដឹងតែទៅហើយតែបើអ្នកដល់វគ្គណុកអោហ្នឹងលែងគិតលេងហើយពេលដឹងពេលអត់ទេបាទអត់មានមកនិយាយបច្ច្រាស់ចឹងបាទទេណាវគ្គណុកអោណាបាទនេះខ្ញុំសុំនិយាយបច្ច្រាស់ចុះខ្ញុំថាសឹងគ្មានគ្រាប់ផងនេះអង់គ្លេសលេងយប់នេះគឺលេងដោយកម្ដៅសើដុំមុននឹងទៅ knock out stage ចឹងបាទមិនដូចអេស្ប៉ាញលេងផឹកមិញទេចឹងហើយបានខ្ញុំបើកវងកញ្ចក់សុំនិយាយមុនឋាននឹងរដ្ឋីថាអង់គ្លេសក៏ចាញ់ក៏បានទៅដែរលេខ3អញ្ចឹងចាមនុស្សឈ្នះចឹងណាបាទអញ្ចឹងយើងពិបាកណាស់អញ្ចឹងអត់មានគ្រាប់ខ្ញុំសង្ស័យតែមិនមានគ្រាប់អានេះអារម្មណ៍ខ្ញុំបាទយ៉ាប់មែនលេងឲ្យគេជឿហ្មងតាមយើងនិយាយបច្ចេកទេសលេងក្រុមទាំងពីរប៉ាណាម៉ាទៅមិនរួចមកអង់គ្លេសទេទោះបីចង់បុកអង់គ្លេសចង់ស៊ីអង់គ្លេសក៏ស៊ីវាមិនកើតដែរអញ្ចឹងបើសិនអង់គ្លេសអត់លេងដែរវាអត់គ្រាប់តែបើលេងដែរចង់និយាយថាលេងតាមសមត្ថភាពទៅបាល់គ្មានសាច់បាល់លេងមកអង់គ្លេសដែរតាមសមត្ថភាពបើថាអង់គ្លេសឈ្នះនឹងស្មើបើថាអង់គ្លេសប្រើយុទ្ធសាស្ត្រដូចបារាំងហ៎បង3គ្រាប់យ៉ាងតិចហ្នឹងបាទឥឡូវអញ្ចេះខ្ញុំសូមរំលឹកទស្សនិកជនបន្តិចចង់និយាយថាចេះលេងមួយក្រោអាតគូឆ្វាច់ដូចសាសកម្មហ៎ហើយដល់លេងលើកទី2សាមហ៎ធ្វើដូចធុញហ្មងលេងមួយកណ្ណាបាទខ្ញុំសរសើរថាលេងមួយក្រោអាតលយមកកាត់ឆ្វាច់លឿនអញ្ចឹងអង់គ្លេសសង្ឃឹមដល់លេងលើកទី2អដែលមើលទៅបាទអញ្ចឹងចោះណាអរគុណឥឡូវយើងទៅមើលពូលដ៏ល្អពូលដែលត្រូវការឈ្នះគឺប៉ុកទុយហ្គាល់ជាមួយនឹងកូឡុំប៊ីគេបានទៅហើយចំណែកប៉ុកទុយហ្គាល់ទីប៉ុកទុយហ្គាល់ត្រឹមស្មើទៅនៅឋានមើលបន្ទុកបើស្មើបានអត់ទីប៉ុកទុយហ្គាល់នេះស្មើក៏ជាប់ចឹងដោះចាញ់ក៏ជាប់តែអញ្ចឹងកុងហ្គោអាចឈ្នះអារ៉ាប់អ៊ុយគីសានខ្លាំងអាចបានលេខ3បាទរវាងកុងហ្គោនិងអ៊ូបេគីស្ថានហ្នឹងគឺអ្នកណាឈ្នះតែនឹងបានលេខ3តែគាត់ថាកុងហ្គោបើសិនជាគាត់ឈ្នះលេខ3 4ពងអានឹងគឺជាប្រយោជន៍របស់គាត់មួយដើម្បីទៅផ្ទៀងជាមួយលេខ3ល្អផ្សេងកុងហ្គោឥឡូវមាន1ពងតែអ៊ូបេគីស្ថានខ្ញុំជឿថាពិបាកបាទទៅមិនរួចទេទៅរួចមួយកុងហ្គោទេបាទហើយខ្ញុំបែរជាគិតថាប៉ូទុយហ្គាល់និងកូឡុំប៊ីនឹងអាចនឹង LL ទៀតបាទតែកុងហ្គោនិងអ៊ូបេគីស្ថានលេងស្លាប់រស់ហើយបាទស្លាប់រស់កុងហ្គោត្រូវការបន្ទុកដើម្បីឲ្យជាប់បានលេខ3បាទគឺដើម្បីទៅរំដោះកូរ៉េក៏អីតិចតួចចេញខាងលើចឹងទៅបាទតែពូនេះខ្ញុំគិតថាប៉ូទុយហ្គាល់មានអាចមានសង្ឃឹមឈ្នះច្រើនជាងបើមិនស្មើទេបើឈ្នះចាញ់ប៉ូទុយហ្គាល់បាទអញ្ចឹងគាត់មានប្រៀបណាគាត់មានប្រៀបជាងអញ្ចឹងមានន័យថាឈ្នះគ្រាប់អត់ច្រើនបាទអាច1-0 2-1ខ្ញុំថាគិតកុងហ្គោខំដោយសេនីហ្គាល់ជាមួយនឹងអ៊ីរ៉ាក់អញ្ចឹងខំហើយណាបាទជាឱកាសចុងក្រោយរបស់កុងហ្គោហើយគឺគាត់នឹងសុទ្ធឲ្យច្រើនតាមតែអាចធ្វើបានបាទតាមតែអាចធ្វើបានណាកុងហ្គោមកលេង World Cup នេះបាទគឺជាលើកដំបូងចាប់តាំងពីឆ្នាំ1974ពីដើមគេហៅប្រទេសសាអ៊ី74នៅអាឡឺម៉ង់បាទអាឡឺម៉ង់ជើងឯកអញ្ចឹងឈ្នះហូឡង់អញ្ចឹងណាពីដើមគេហៅសាអ៊ីឥឡូវគេហៅថាកុងហ្គោហើយមកនេះមកពិបាកដែរ play off ដែរណា play off កុងហ្គោនេះណាបាទគឺប្រកួតមកពិបាកដែរគ្នាកុងហ្គោហ្នឹងឥឡូវហ្នឹងវាមានកុងហ្គោសាធារណរដ្ឋកុងហ្គោសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនេះ DR កុងហ្គោនេះហើយមួយទៀតកុងហ្គោតទេបាទទេកុងហ្គោហើយពីមុនដូចបងនិយាយហ្សាហ្នឹងសាអ៊ីហ្នឹងទេសាអ៊ីហ្នឹងហើយក៏ធ្លាប់អាការហ្សាអ៊ីហ្នឹងក៏ធ្លាប់ចូលរួម World Cup ហ្នឹងហើយ74ហ្នឹងឆ្នាំ74ហ្នឹងបាទហ្នឹងហើយបាទចឹងឈ្មោះដូចគ្នាច្រើននៅអាហ្វ្រិកមានស៊ូដង់ខាងត្បូងហ្គីនីមានស្អីប៊ីសាវហ្គីនីបាទបែងចែកគ្នាច្រើនឥឡូវបើយើងក៏លេចមកមើលការប្រកួតរបស់យើងនេះកំពុងតែថែមមកនេះបាទនៅក្នុងពូលជាបាទញូហ្សេឡង់ត្រូវបានបែលហ្សិកនាំមុខ 4-1 ហើយអូចឹងតាមមិនទាន់ទេបាទកំពុងថែមម៉ោង 90+3 ហើយអេស៊ីបនិងអ៊ីរ៉ង់ហ្នឹង 90+1 មួយស្មើនៅហ្នឹងមកអញ្ចឹង3នាក់ហ្នឹងបានទៅហើយតាមមើល3ប្រទេសហ្នឹងណា
អេស៊ីបអ៊ីរ៉ង់និងបែហ្សិកមែនទេបាទពូនឹងអញ្ចឹងបាទឥឡូវចេះយើងដោយសារយើងតនេតិចឋានឯងជួយគិតមើលទៅថាយើងត្រូវធ្វើអីទៀតប៉ុន្តែខ្ញុំចង់រាប់មើលអាស៊ីយើងតិចសិនបាទអាស៊ីយើងនេះបាទកូរ៉េក្នុង9ប្រទេសហ្នឹងវានៅប្រមាណបាទឥឡូវកូរ៉េខាងត្បូងមានលទ្ធភាពតែ 25% ទេតែសូវកាតាមួយធ្លាក់ហើយបាទកាតាមួយធ្លាក់បាទគឺអ៊ូបេគីស្ថានយើងរាប់ថាធ្លាក់ដែរទៅ2ណាជួយរាប់គ្នាចប់មែនតែចំណែកអ៊ីរ៉ង់យើងថានៅទេមិនតាន់ទេ Jordan ធ្លាក់អារ៉ាប៊ីសាអូឌីតធ្លាក់ដែរអញ្ចឹង3បាទអញ្ចឹងមានកាតាអារ៉ាប៊ីសាអូឌីតនិងសកដានីអូបេគីស្ថានអ៊ីរ៉ាក់5ហ្នឹងបាទ5សល់តែជប៉ុនហើយជាមួយនឹងនេះហ្នឹងសល់ជប៉ុនអ៊ីរ៉ង់កូរ៉េមិនតាន់ដឹងទៀតបាទហើយឥឡូវហ្នឹងទៅទៀតឥឡូវហ្នឹងបែលហ្សិកនឹងឈ្នះហើយនេះបាទបែលហ្សិកនឹងឈ្នះហើយអញ្ចឹងធ្វើឲ្យពូល G ហ្នឹងបាទពូល G ហ្នឹងបែលហ្សិកឡើងលេខ1ក្នុងពូលអេស៊ីបលេខ2ក្នុងពូល5ពងដូចគ្នាកូរ៉េពីដើមឡើយឈរលេខ6លេខ3ល្អឥឡូវធ្លាក់មកលេខ3ល្អបាទចង់អូអាស៊ីយើងនៅតែមានកម្រិតដដែលណាពុកម៉ែបងប្អូនណាខ្ញុំសង្ឃឹមថាកូរ៉េនិងជប៉ុននេះគេហៅថាអាចជ្រែកមេឃជ្រែកដីទៅណាបាទហើយឥឡូវនេះវាជាអកុសលប៉ុន្តែមិនអកុសលទេជប៉ុននឹងរីករាយនឹងការជួបជាមួយនឹងជើងឯកបាទគឺពិភពលោក5សម័យគឺប្រេស៊ីលកូរ៉េឡើងទៅមួយទៀតវាជួយជប៉ុនណាកោជប៉ុនដែរបាទដល់សល់តែជប៉ុនមួយតែអូស្ត្រាលីទៅហើយនៅបាទទៅដែរអូស្ត្រាលីទៅហើយឥឡូវណាឋានជួយមើលអាមេរិកខាងត្បូងតិចខ្ញុំប្រយ័ត្នប្រយែងណាអាមេរិកខាងត្បូងវាមាន6តែមកបាទតំបន់ CONCACAF យើងមិនបាញ់និយាយទេវាស្ថិតនៅគេហៅថា out of favorite ហើយអញ្ចឹងអាមេរិកខាងត្បូងយើងដែលនៅជាប់នេះគឺមានអាសង់ទីនមានកូឡុំប៊ីមានអេក្វាដ័រមានប្រេស៊ីល4ហ្នឹងខ្ញុំរាយរាប់បាទប្រេអញ្ចឹងអ្នកមានប៉ារ៉ាហ្គាយអញ្ចឹងក្នុងចំណោម6ធ្លាក់តែអ៊ុយរ៉ាហ្គាយឯងអូមានប៉ារ៉ាហ្គាយមានអេក្វាដ័រកូឡុំប៊ីអាសង់ទីននិងប្រេស៊ីលនៅ5មកទាំងអស់ចំណែកតំបន់ CONCACAF ដែលមាន6ប្រទេសដែរបាទជាប់តែ3ឯងគឺម្ចាស់ផ្ទះរួមទាំង3ហ្នឹងកាណាដាមេស៊ីកូនិងអាមេរិកក្រៅពីនោះគឺប៉ាណាម៉ាហៃទីហើយនិងកូរ៉ាសាវធ្លាក់ហើយអញ្ចឹងនៅក្នុងទ្វីបអាមេរិកដែលមាន12ហ្នឹងបូកទាំងលើទាំងក្រោមអញ្ចឹងទៅគឺអស់4ហើយអស់4វានៅសល់ទាំងអស់12នៅសល់9សល់8ហ៎បាទ8អស់4សល់8បាទសល់8បាទសល់8អញ្ចឹងអាមេរិកខាងជើង3អាមេរិកខាងត្បូង5អានោះតទល់មួយពួកនេះបាទពួកអាស៊ីយើងបាទទៅអស់ហើយឥឡូវយើងមើលអឺរ៉ុបតិចមើលបាទមើលអឺរ៉ុបតិចមើលលេងសល់ច្រើនណាអាឡម៉ង់អឺរ៉ុបមក16ប្រទេសស្វីសអេស្ប៉ាញបូស្នីបារាំងបាទន័រវេបាទស៊ុយអែតបែលហ្សិកបែលហ្សិកអង់គ្លេសក្រូអាតក៏មិនទាន់ដឹងថាទៅនៅនេះបាទនៅទៀតអញ្ចឹងយើងមើលអឺរ៉ុបដែលចូលហ្នឹងគឺបេក្ខជនទី1គឺទូគីត្រូវចេញមានណាទៀតដែលត្រូវចេញទូគីហើយដូចមានតែទូគីនឹងមួយចេញ16ប្រទេសមកបាទតំណាង16ច្រើនណាហើយឆេកអូឆេក2អស់2អញ្ចឹងសល់14តែលោតទស្សនិកជនស្អែកហ្នឹងយើងដឹងអស់ហើយយើងដឹងលទ្ធផលអស់ហើយអ្នកដែលត្រូវចាក់ចេញហើយនឹងបន្តទៅវគ្គដល់32ក្រុមចុងក្រោយលែងស្មុកស្មាញហើយពុកម៉ែគាត់ថារូបមន្តការប្រកួត48ក្រុមនេះគឺវាស្មុគស្មាញប៉ុន្តែបើយើងតាមដានមួយកង់ដូចខ្ញុំបាទទាំង3នាក់រាយរាប់ទៅមិនអីទេបាទអញ្ចឹងទៅគឺអាចតាមតន់អញ្ចឹងណាអញ្ចឹងយើងថាឲ្យចុះបើសិនបើមានដល់64ក្រុមដោយលោកតាត្រាំស្នើសុំនឹងទៀតមិនដឹងយ៉ាងម៉េចទេបាទតតពិភពលោកមើល2ខែទៅយ៉ាងមើល1ខែ9ថ្ងៃឥឡូវតែថា64មើល2ខែមិនមានអីបានល្អមើលយើងអ្នកមើលហ្នឹងឯងតែឥឡូវគាត់ថាគាត់សុកចិត្តថ្ងៃ19ខែកក្កដាហ្នឹងគាត់សុកចិត្តសុំសម្រាប់ពីការងារនយោបាយទៅចូលរួមផ្ដាល់ពៀនដែរតាត្រាំបាទផ្ដាល់ពៀនដែរហ្នឹងទី1តែអ្វីដែលយើងប្លែកនៅក្នុងព្រឹត្តិការណ៍វគ្គផ្ដាច់ព្រាត់ World Cup ហ្នឹងវាមានគេហៅថាហាប់ថាញសូនេះថានេះ
អាសំដែង15នាទីអាសម្រាប់15នាទីគឺសំដែងដោយសាគីរ៉ាម៉ាដូណាអញ្ចឹងណាបាទអាយុ67ឆ្នាំហើយនៅម៉ាដូណានោះគាត់នៅសំដែងបាននោះ គាត់ បាទ ស្ដេចប៉បស្ដេចចម្រៀងណា រាជនីប៉បហើយ រាជនីហើយ សំបីតាសាគីរ៉ានឹងដូចគ្នាដែរមកគាត់ដូច សាគីណាគេហៅរាជនីហើយវីរៈនារីហើយវីរៈនារីហើយ បាទ បាទអាណិតគាត់ណាបាទគឺជោគជ័យអស់ហើយវាអត់ដៃគូនោះ បាទ អាយុ49ឆ្នាំហើយដែរបាទគ្រាន់តែកូនថើបនោះគឺផុសរាប់លាន view ដែរណាគេតាមដានជីវិតណា ខ្ញុំឆ្ងល់ដែរហួយយ៉ាងម៉េចបានជារ៉ាត់ពីគេចោលគាត់ណូ គាត់ថាចាស់ហើយទៅយកនាងនោះអាយុ ហើយ 9 ទៅ 10 មិនចាស់ នាងនោះអាយុ9 10អញ្ចឹងណា ទៅមើលជីវិតមនុស្ស ហើយលុយគាត់មានរាប់លានរាប់លានរាប់រយរាប់ពាន់លានណា បាទ មិនរយលានទេសាគីរ៉ាបាទគាត់មានអស់ហើយបាទសាគីរ៉ាបាទគឺអាណិតគាត់ណាគាត់បានកូន2ដែរ ហើយដល់អ្នកតាមស្រឡាញ់ចរាពីគេទេ បាទ World Cup 2010ហ្នឹង បាទ ទៅ ហ្នឹងហើយ ផងថតលេខទូរស័ព្ទផង បាទ ផង ថតបទចម្រៀងហ្នឹងណាបាទការនេះជួបគ្នាទៅអញ្ចឹងអាណិតគាត់ណាហើយគាត់ត្រូវគេហៅរាជនីហ្មងគឺថាបិតាចម្រៀងហ្មងវីរៈនារីចម្រៀងហ្មង ណា យើងមើល World Cup 2006 2010 2014 2026នេះទៀត4ដងណា បាទ ដែលគាត់មានកិត្តិយសដោយសារគាត់ចេះ6ភាសា8ភាសាហើយគាត់ចេះពួកអេស្ប៉ាញឡាទីនអញ្ចឹងគាត់ចេះអង់គ្លេសផងចេះបារាំងផងចេះពួកឡាទីនទៀតគឺនៅពេលដែលចម្រៀងគេទៅសេបទចម្រៀងហ្នឹងគឺមានលាយគ្រប់ភាសាអញ្ចឹងគឺគាត់ប្រកែដល់ចង់សម្លេងរបស់គាត់ហ្នឹងគឺកីឡាករប្រជាជននៅលើពិភពលោកហ្នឹងគឺទទួលយកបានដោយថាប្រកែមកកណោពួក Hollywood ច្រើនអ្នករាប់អស់ហើយប៉ុន្តែដោយគេជ្រើសរើសមកដោយសារគាត់ចេះភាសាច្រើនបាទជាពិសេសអេស្ប៉ាញប៉ុកទុយហ្គាល់អីហ្នឹងលាយគ្នាមើលបទចម្រៀងគាត់អត់យើងអត់ចេះស្ដាប់ ទៅ ដល់សួ ប្រ រ ទេសកំណើតគាត់កូឡុំបៀនៅមិនទាន់ធ្លាក់ហើយនេះ តន់ធ្លាក់តែ យើងនឹងថាចេះអង់គ្លេសពាក់អប៉ក់ដែរមើលអសយដាច់ដែរប៉ុន្តែនៅពេលដែលគាត់ច្រៀងយើងស្ដាប់មិនបានហ្មងគាត់តែមើល script បាត់ដឹងថាណែបាទគាត់ដូចដៃហ្នឹងភាសាអ៊ីតាលីណាទៅវិញណាបាទទៅតោះជាងទៅអីចឹងទៅដល់យើងទៅ Google ទៅ AI ចឹងណាបាទបើនេះអត់បានទេចឹងសុំសរសើរអូយបាទទៅមកយាយ CA zip អូចឹងអេរ៉ង់ ឈប់គេកំពុងពិនិត្យ VAR អូ VAR អត់ឲ្យ VAR ឲ្យនៅមួយស្មើដដែលអូយនេះអញ្ចឹងអីវិញបាទ ដល់ក តែបើរងស៊ីស៊ីស៊ីធ្លាក់ បាទ អញ្ចឹងហ៎ បាទ បើអេរ៉ង់ CA zip នៅក្នុងពូហ្នឹង បាទមើល បាទបើអេរ៉ង់ CA zip វាថយសល់2វិញថយសល់4 អញ្ចឹងហ៎ ថយសល់4អេរ៉ង់ឡើង ជាមួយនឹង បាទអេរ៉ង់ឡើងមួយបែសិចបាត់អាយ៉ា បែសិច C5 ណាបែសិច C5 ណា បែសិចចប់ហើយប៉ុន្តែនៅអេរ៉ង់នៅតាត់តាយអារឿងពិនិត្យ VAR មិញបាទគេអត់ឲ្យ អូ យ៉ាតែមើលចុះមើលឡើងយ៉ាងណានេះបាទ អូ ខាលីដាហ្សាត់ដែរ Kevin De Bruyne C1 ដែរណា C1 ដែរបាទ C1 តែ ដែ បើ រ សិចនេះទៅជាលុតចុងក្រោយខ្លាំងធ្ងន់ហ្មង បាទ ដើរមកអត់ទៅ Lukaku ក៏ C ដែរ បាទ Lukaku ក៏ C ដែរណាបាទហើយត្រូសាតមកពី Arsenal C ដែរបាទគឺ តែ basic នេះក៏យើងត្រូវចាប់អារម្មណ៍ដែរបងប្អូនបាទយើងនិយាយគ្នាថា basic នេះដូចជាអត់សូវតំណងឆ្នាំនេះ បាទ តែចាំមើលវាឡើងផុតពូលទៅគីឡូគេល្អអាចេញពីពូល បាទចេញពីពូលបាទរឿងយើងស្មានអត់ដឹងទេនៅក្នុងវគ្គចែកពូលនេះពិបាកស្មានណា បាទស្មានណាអត់ដឹងទេអត់ដឹងថាក្រុមនេះទេល្អ ចេញពីពូលទៅគីឡូ basic គេហូរដូចទឹកទៅរូអញ្ចឹងទៅ បាទ បាទឥឡូវវាលុត New Zealand 15ហើយ Egypt ហើយនៅអេរ៉ង់ស៊ី New Zealand អត់ចង់ដាច់ហ្នឹង បាទអញ្ចឹងថ្ងៃដូចទី29នេះប្រេស៊ីលជួបជាមួយនឹងជប៉ុនហើយបាទគឺ ចប់ហើយបង ចប់ហើយ មួយស្មើ មួយស្មើចប់ហើយ មួយស្មើចប់ហើយបាទ អញ្ចឹងយើងបូកមើលពូលទីមើលជួយបញ្ចប់កន្លែងហ្នឹងជួយទីបូកថាបូកទីមើលពូលហ្នឹងមើល បូកមើលពូលហ្នឹងគឺថាពូលហ្នឹងជាផ្លូវការគឺបែលជីកលេខ1មាន5បន្ទុកអេស៊ីបលេខ2មាន5បន្ទុក បាទ បាទអ៊ីរ៉ង់លេខ3 4ទុក អ៊ីរ៉ង់មាន3បន្ទុកប៉ុន្តែឈរពីលើការ៉េបាត់ ចូលលើក បាទលោកការ៉េដកមួយ បាទអញ្ចឹងរុញការ៉េហ្នឹងរងចាំហ្នឹងអញ្ចឹងគាត់ ទឹកដល់មាត់ អញ្ចឹងអ៊ីរ៉ង់គាត់ជាក្រុមបាទគឺលេខ3បាទគឺលេខ3ល្អណាអ៊ីរ៉ង់អ៊ីរ៉ង់លេខ3ល្អជួយមកស្ដាយ ដល់ក ការ៉េទៅ ស្ដាយកូរ៉េ សល់ប្រូអាត សល់ អីលេង បាទ នឹង សល់ក្រូអាតសល់អី ហ្គាណា នៅអីយប់នឹងទៀតអូចប់ហើយចឹងអត់ទេសង្ឃឹមវា បាទ 10%ឥឡូវនិយាយចេះ កូរ៉េយើងហ្នឹងក៏គេចាត់ទុកថាជាប្រវត្តិសាស្ត្រដែរមានន័យថា World Cup តាំងពីឆ្នាំ1930មក
ក្រុមអាស៊ីយើងហ្នឹងគឺបានទៅវគ្គ4ក្រុមចុងក្រោយឆ្នាំ2002ក្នុងនាមជាសហម្ចាស់ផ្ទះជាមួយនឹងជប៉ុនណាបាទកូរ៉េហ្នឹងបានលេខ4ចាញ់ទូគីនៅវគ្គ play off ដល់លេខ3ពេលហ្នឹងណាបាទអញ្ចឹងគឺមិនអន់ដែរអញ្ចឹងយើងក្រុមអាស៊ីយើងបានទៅត្រឹម4ក្រុមអាហ្វ្រិកក៏បានទៅ4ក្រុមកាលពីម៉ារ៉ុកអញ្ចឹងវាពិបាកដែរវាពិបាកបាទនេះកូរ៉េធ្លាក់ដល់លេខ8ដល់លេខ8បាទលេខ7លេខ8លេខ8យើងរុញទៀតដែរធ្លាក់បាត់បាទរុញអាសេរីថាដែរបាទអាសេរីចាំលេងយប់ហ្នឹងទៀតចាំមើលយប់ហ្នឹងបាទយប់ហ្នឹងមិនប៉អូទ្រីបាទបាទអញ្ចឹងបើគាត់ឈ្នះអូទ្រីហ្នឹងគាត់អាចមានការផ្លាស់ប្ដូរ best place ហ្នឹងវិញបាទឥឡូវរុញចេះរុញគ្នាតណារុញតហ្នឹងដូចថាលងប្រហែលអ្នកអញ្ចឹងចេះដដើមគ្នាតោគ្នាឥឡូវតែកូរ៉េអត់អាសេរីអត់ទាន់លេងកូរ៉េនៅឈរលើលេខ8ណាបាទចាំមើលអាសេរីលេងទៀតហើយ Scotland នោះគឺគេរុញទៅលេខ10ហើយអ៊ុយរ៉ូហ្គាយលេខ11កុងហ្គោលេខ12តែកុងហ្គោអាចហក់ឡើងបានណានៅពេលប្រសិនបើគាត់ឈ្នះឧបគីស្ថានណានេះ live update ហ្មងគឺ best place ហ្នឹងគឺនេះហើយនេះបាទមិញកូរ៉េឥឡូវធ្លាក់លេខ8ហើយណាត់គ្នាទៅហើយទៅបាត់ហើយអញ្ចឹងអូយសោកស្ដាយមែនតើអស់ហើយអញ្ចឹងឥឡូវខ្ញុំសុំឋានចុងក្រោយតិចចុះថាប្រេស៊ីលយ៉ាងម៉េចដែរណោះខ្ញុំទោះបីជាឥឡូវល្អទៅវិញទោះបីជាចិត្តខ្ញុំអារម្មណ៍ថាចង់ឲ្យអាស៊ីយើងឡើងទៅប៉ុន្តែការដែលជប៉ុនឡើងទៅប៉ះប្រេស៊ីលនេះខ្ញុំថាវាជារឿងពិបាកណាស់សម្រាប់ជប៉ុនបាទបើថាឲ្យគិតថាតើមានឱកាសទេវាតិចបាទវាតិចប្រហែលថាយើងនិយាយថា10កម្មតើជប៉ុនមានឱកាសឈ្នះប្រេស៊ីលទេខ្ញុំថាជប៉ុនអាចនៅត្រឹមកម្មទី3ទី4ហ្នឹងឲ្យវាលោតអាកន្លែងស្មើនោះពិបាកផងបើមិនជាជប៉ុនទប់បានត្រឹមស្មើថែមមកអានោះរាប់ថាជោគជ័យហើយបាទតែរឿងថាឡើងខ្ញុំគិតថាប្រេស៊ីលឡើងបាទឆ្លងចេញដល់ល្បិចក្នុងការទាត់របស់ប្រមាណអ្នកនោះវាល្អពេកវីនីទប់ទាត់ទេបាទមកធ្វើខុនញ៉ាហ្នឹងល្អទៀតខុនញ៉ាល្អទៀតបាទតាមពិតប្រេស៊ីលឆ្នាំនេះល្អជាងការឆ្នាំ2022បាទនេះប៉ុន្តែជប៉ុនឡើងដែរអញ្ចឹងបើសិនយើងសួរថាតើជប៉ុនមានភាគរយឈ្នះប្រេស៊ីលមិនអត់ទេមានដែរគាត់ថាតិចជាងប្រេស៊ីលប៉ុណ្ណឹងដូចថា60ឬក៏70-30ខ្ញុំនិយាយប៉ុណ្ណឹងតែបើថាឲ្យជប៉ុនអត់មានគីឡូមានបើមិត្តភាពជប៉ុនស៊ីប្រេស៊ីលដែរថាមិត្តភាពវាជាការលេងតេស្តសមត្ថភាពទេតែយើងមើល World Cup កាល2022អេស្ប៉ាញអាល្លឺម៉ង់មិនដេកផងជប៉ុនបាទអញ្ចឹងប្រេស៊ីលក៏អាចនឹងមានរឿងហេតុកើតឡើងនឹងអញ្ចឹងដែរតែក្នុងភាគរយណាមួយនោះទេបាទខ្ញុំក៏ដូចនៅឋានខ្ញុំគាត់ថាជប៉ុនវាមិនមែនអត់ទេប៉ុន្តែភាគរយតិចជាងប្រេស៊ីលបាទបើសិនជាគេហៅថាវាសនាល្អសម្រាប់អាស៊ីយើងគឺតម្លាក់ប្រេស៊ីលបានក៏យើងអបអរសាទរបាទអរគុណឥឡូវមុននឹងបញ្ចប់ខ្ញុំសូមសូត្របន្តិចហ្នឹងសូត្រថានៅក្នុងព្រឹត្តិការណ៍មួយក្រុមដែលគួរឲ្យចាប់អារម្មណ៍ហើយលេចធ្លោដែលបានមកម្ដងហ្នឹងណា2026នេះគេយកគេឲ្យប្រទេសកេបវេហ្នឹងហើយបាទកេបវេហ្នឹងគឺវាលេចធ្លោហើយជាក្រុមថ្មីហើយបានឆ្លងតែអញ្ចឹងណាហើយចំណែក2022កន្លងមកគឺម៉ារ៉ុកបាទគឺភ្ញាក់ផ្អើលចូលដល់ជ្រៅ4ក្រុមអញ្ចឹងទៅហ្នឹងហើយបន្តមកទៀតបាទគឺឆ្នាំ98ហ្នឹងយើងដឹងថាក្រូអាតទៅបំបែករត់ចេញពីអតីតយូហ្គោស្លាវីបាទលោកបានទៅដល់លេខ3បាទគឺចូលមកដែរមួយទៀតកាមេរូនយើងយូរហើយឆ្នាំ90ហ្នឹងលោកបានទៅវគ្គ8ក្រុមហើយពេលចម្លែកជាងគេប៊ុលហ្គារីកាលពីអាមេរិកធ្វើជាម្ចាស់ផ្ទះឆ្នាំ94ហ្នឹងលោកក៏បានឈានទៅបាទគឺជ្រៅដែរបាទគឺគួរញាប់អើតែញាប់អើជាងគេគឺទូគីមក2002ហ្នឹងគឺទូគីស៊ីគេមកបានលេខ3ដែរហ្នឹងគេហៅថាក្រុមគួរញាប់អើណាបាទគឺសម្រាប់ក្រុមហ្នឹងហើយឆ្នាំហ្នឹងគឺ Cape Verde ហ្នឹងហើយបាទប្រទេសហ្នឹងហើយដែលគួរឲ្យញាប់អើតែម្ដងញាប់អើប៉ុន្តែថែមមួយទៀតចុះណូវេបាទល្អដែរបាទណូវេល្អដែរបានមកលើកដំបូងរយៈពេល28ឆ្នាំតាំងពី98បាទតាំង98មកនេះមកដោយថាមពលប៉ុន្តែកាប់វើតគេហៅថា50%វាថាមពលបូកកំណាងបាទសម័យប៉ាប៉ាអត់ប៉ាកែប៉ាប៉ាហាឡែនណាបាទ98 2000នេះហ្នឹងដល់មកកូនប៉ាកែហ្មងណោះបាទអរគុណពីកម្មវិធីយើងបានឈានដល់ទីបញ្ចប់ហើយនៅឋានណាអរគុណនៅឋានមែនតើបាទគឺសុខសប្បាយហើយថែសុខភាពផងឃើញថារដូវនេះគឺនៅឋានមានញឹកមែនតើណោះបាទយើងចេះដើរនិយាយលេងទៅទៅអីទេបាទធ្លាប់ហើយបាទធ្លាប់ហើយយើងធ្លាប់ហើយបាទសំខាន់គឺហាត់ប្រាណទឹកអីចឹងបានសមតុល្យសុខភាពយើងបាទឥឡូវយើងមុននឹងលាគ្នាជល់ idol មួយទៀតណាបាទបានជួបគ្នាទេបាទអរគុណច្រើនហើយចឹងអង់គ្លេសអត់មានស៊ីហ្មងហ៎បាទបងមើលតែមកតង់អីតែគាត់ដាក់ចូលមក
អត់មានស៊ីគឺអត់ស៊ីទៅ អ ច ត់ ប់ ស៊ីហើយ បាទ យ៉ាប់មែនទែនបាទអរគុណណាបាទអរគុណដល់ប្រិមិត្តពុកម៉ែបងប្អូនដែលតែងតែយំតាមដានកម្មវិធី Gensburg Football Talk Show បាទគឺថ្ងៃនេះថ្ងៃចុងក្រោយបាទសម្រាប់ខ្ញុំបាទទាំងពីរនាក់ហើយឋានបាទគឺក៏សូមអរគុណដល់ពុកម៉ែបងប្អូនសូមឲ្យលោកមានសេចក្តីសុខនិងសុភមង្គលប៉ុន្តែចេះសូមផ្ដាំផងថាកុំភ្លេចពាក្យដែលខ្ញុំនិយាយនេះគឺជាពាក្យដែលគេហៅថាតពីបរមរានយើងទេសំខាន់យើងហាត់ប្រាណផងដើម្បីសុខភាពខ្លួនឯងបាទរកខ្លួនឯងព្រោះថាអត់មានណាទៅទិញបានទេសុខភាពហ្នឹងណាបាទគឺឈរនៅលេខ1ហើយតែលេខ1ហ្នឹងអាលុំទៅវាអស់ហើយអីក៏អស់រលីងដែរអញ្ចឹងមានតែការប្រឹងប្រែងដល់ពុកម៉ែបងប្អូនទាំងអស់បាទសូមឲ្យហាត់ប្រាណដើម្បីសុខភាពមាំមួនហើយជាពិសេសអរគុណដល់បងប្អូនសហការីបច្ចេកទេសនេះល្អក្មេងៗគេហៅថាសម័យ Gen Z ហ៎ Gen Z នៅឋានសម័យអីគេហៅសម័យអីនៅឋាន ខ្ញុំប្រហែលជា Gen X Gen Y បាទខ្ញុំនឹងស្អីនេះអត់ចេះរាប់ទេថាគេហៅ យកចេះរាប់ដែរ បាទវាយូរហើយយើង រាប់អសថយក្រោយនៅអីទេតាមមើល បាទបើខ្ញុំអាចុងគេអាណាអាបុរាណណាអាបុរាណជាងគេខ្ញុំហើយទស្សនិកជននេះគាត់សួរខ្ញុំចេះគាត់សួរថាឃើញបងង៉ែតនៅតែប្រើក្បាច់បុរាណនេះមានណូតអីกระดาษអញ្ចឹងណាហើយខ្ញុំចេះតែចាំចេះតែថាចាំថាសម្ដេចលោកតាជួនណាតយើងអត់តន់ទេតាំងពីយូររាប់រយរាប់ពាន់ឆ្នាំហើយថាលោកសរសេរថាចេះមិនឈ្នះចាំមិនឈ្នះកត់ហើយខ្ញុំចេះតែប្រើអាក្បួនហ្នឹងមករហូតខ្ញុំមើលចេះទៅខ្លាចគីឡូវាអត់ពឹសស្ដាបាទហើយឥឡូវក្មេងៗឥឡូវគេប្រកែណោះពោះក្បាលគេមើលបាច់គេទៅនេះយ៉ាងម៉េចអត់ថាហ្នឹងវាបាទពាក់ព័ន្ធនឹងការចងចាំហើយនឹងការស្រាវជ្រាវគេមានវិធីបើកលឿនលឿនណាស់បាទអូចង់មែនតើការកត់กระดาษកត់អីខ្ញុំនៅប្រើទិសថ្ងៃដែរប្រើដែរប្រើទិសថ្ងៃហ្នឹងបាទវាគឺសំភៅបាទសំភៅចូលចិត្តសរសេរទៅវាបាត់ភ្លេចធ្វើយើងចាំហ្មងអញ្ចឹងហើយកត់ត្រាគឺយើងចាំហ្នឹងបាទកត់ត្រាអញ្ចឹងខ្ញុំកត់ដែរថ្ងៃតែខ្ញុំកត់នៅក្នុងទូរស័ព្ទទូរស័ព្ទខ្ញុំពិបាកមើលភ្នែកពេកខ្ញុំពិបាកមើលភ្នែកហើយបងចាំហ៎បងមួយបងជីវ័នណាកាលពីគាត់នៅរស់អីក៏សរសេរទៅគ្នាខ្ញុំទៅលាប់តាមគាត់នោះដែរដូចតែគ្នាហ្នឹងយើងអាហ្នឹងគេហៅយើងបុរាណហើយអាហ្នឹងគេហៅថាស្រែអីទេសរសេរធ្វើយើងចាំបាទធ្វើយើងប៉ុន្តែថាយើងគេហៅចាត់អីចាំមើលសួរបងប្អូនឲ្យដាក់វិញហ្នឹងយើងគេហៅសម័យចិនអីទេបាទអរគុណនិយាយគ្នាលេងសប្បាយតិចទៅហើយកម្មវិធីបានឈានមកដល់ទីបញ្ចប់សម្បត្តិទាំង3នាក់រួមជាមួយនឹងសហគ្រាសក្រុមការងារបច្ចេកទេសបាទក៏សូមអរគុណសូមជម្រាបលាបាទដោយការទទួលខុសត្រូវ